Clean House Mente Nine Miko Gaga ឆ្ងាញ់សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីជាវ័យស្វាគមន៍មកកាន់អេពីសូតទី9សុខទុក្ខយ៉ាងណាហើយបងប្អូនទាំងអស់គ្នាបានទស្សនារយៈពេល8អេពីសូតហើយតើបងប្អូនទាំងអស់គ្នាមានមតិបែបណាមានយោបល់បែបណាតើពេញចិត្តដំណើរនៅក្នុង season ទី3នេះយ៉ាងណាដែរអ្នកដែលស្គាល់ខ្ញុំទាំងបានដែលនៅខាងក្រៅស្គាល់ខ្ញុំសូមមេត្តា comment ផងព្រោះខ្ញុំដឹងថាមានអ្នកចូលចិត្តមើលកម្មវិធីជាវ័យច្រើនដោយ like ភ្ញៀវកិត្តិយសនៅក្នុងថ្ងៃនេះគឺជាភ្ញៀវពិសេសម្នាក់ទៀតហើយមុននឹងខ្ញុំនិយាយអំពីសាវតារបស់គាត់ខ្ញុំចង់បញ្ជាក់នៅរឿងរ៉ាវប៉ុន្មានជូនទៅបងប្អូនទាំងអស់គ្នាមានមតិជាច្រើនដែលគាត់បាន comment គាត់បានបញ្ចេញមតិយោបល់ទៅលើរឿងអបិយជំនឿបញ្ជាក់ថាកម្មវិធីជាអ្វីគឺជាកម្មវិធីកំសាន្តបែបអបិយជំនឿសម្រាប់អ្នកជឿក៏អាចបុកពង្រីកនៅចំណេះដឹងរបស់ខ្លួនជុំវិញរឿងអបិយជំនឿសម្រាប់អ្នកដែលមិនជឿចាត់ទុកថាជាការស្ដាប់បទចម្រៀងរយៈពេល1ម៉ោង1ម៉ោងកន្លះ2ម៉ោងដោយមិនបាច់ផ្លាស់ប្ដូរនៅបទចម្រៀងទេបន្ថែមពីលើនេះទៀតបងប្អូននឹងទទួលបាននៅមេរៀនទុកគ្រាន់ពេលអនាគតក្រែងលោជួបនៅហេតុការណ៍ណាមួយដែលយើងមើលមិនឃើញស្មានមិនដល់វិទ្យាសាស្ត្របកស្រាយមិនបាននោះបងប្អូននឹងដឹងចម្លើយថាតើគួរទៅផ្លូវណាទៅត្រូវដោះស្រាយបែបណាពាក្យថាអបិយជំនឿគឺជារបស់ដែលមើលមិនឃើញជារបស់ដែលប៉ះមិនបានតែវាហាក់ដូចជាខ្យល់យើងដឹងថាមានតែយើងដឹងថាមានខ្យល់តែយើងមើលអត់ឃើញខ្យល់យើងប៉ះអត់បានទេអញ្ចឹងក្នុងករណីនេះហើយដែលមានបងប្អូនមួយចំនួនដែលគាត់និយាយថាអានេះខ្ញុំសូមអនុញ្ញាតផងសូមទោសផងទៅដល់ប្រិយមិត្តមួយចំនួនតែខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងឲ្យយល់ទាំងអស់គ្នាថាមានប្រិយមិត្តមានវាគ្មិនមួយចំនួនគាត់បានហ៊ានឡើងមកលើកម្មវិធីជាអ្វីដោយបិទមុខរបស់គាត់មិនចង់បង្ហាញពីអត្តសញ្ញាណរបស់គាត់ហើយខ្ញុំវល់ពួកគាត់ខ្លាំងមែនទែនព្រោះសាច់រឿងរបស់ពួកគាត់ទាំងអស់គឺជាបទពិសោធន៍ផ្ទាល់ខ្លួនដែលគាត់មិនចង់ចែករំលែកនោះទេព្រោះគាត់ដឹងថាបើសិនជាចែករំលែកគេមិនជឿនោះនឹងមានការប្រមាថអញ្ចឹងគាត់ក៏មិនចង់ចែករំលែកដែររហូតដល់ខ្ញុំវល់គាត់ណាវល់រហូតដល់ពួកគាត់ឡើងការណាត់មានការផ្លាស់ប្ដូរម៉ោងចុះផ្លាស់ប្ដូរម៉ោងឡើងមិនងាយស្រួលនោះទេបងប្អូនទាំងអស់គ្នាហើយរឿងអបិយជំនឿមួយចំនួនវាហួសនិស្ស័យក្នុងការយល់ព្រោះដោយសារតែបងប្អូនមួយចំនួនគាត់ចូលចិត្តមើលរឿងខ្មោចគាត់ស្ដាប់អេពីសូតច្រើនទៅសង្វាក់នៃការលងចង្វាក់នៃការលងទាំងអស់វាហាក់ដូចជាប្រហាក់ប្រហែលគ្នាទាំងអស់អញ្ចឹងហើយគាត់យល់ថាអូតតែលងបែបហ្នឹងទើបជាការពិតលងបែបនេះទើបជាការពិតលងខុសពីហ្នឹងឬក៏បង្ហាញខ្លួនអរូបបង្ហាញខ្លួនឬក៏បង្កហេតុខុសពីអ្វីដែលគាត់ដឹងគាត់គិតថាមិនមែនជាការពិតនោះទេពាក្យថាអបិយជំនឿខ្ញុំជឿជាក់ថាអ្វីដែលបងប្អូនទទួលដឹងវាត្រឹមតែជាចុងកញ្ចក់តែប៉ុណ្ណោះមានរឿងច្រើនណាស់ដែលវិទ្យាសាស្ត្របកស្រាយមិនកើតហើយបើសិនជាបងប្អូនទៀមទារអំណះអំណាងរភ័ស្តុតាងរហេតុផលមកបញ្ជាក់ទៅលើរឿងហ្នឹងវាទៅអត់រួចវាមិនដឹងថាធ្វើម៉េចមានតែខ្ញុំចាប់អាមនុស្សហ្នឹងមកអង្គុយហើយនិយាយជាមួយបងប្អូនអត់គ្នាថតឲ្យជាប់ផងអាហ្នឹងទៅមិនមានភ័ស្តុតាងបើមិនអញ្ចឹងទេគឺមិនអាចមានភ័ស្តុតាងទេអានេះក្នុងករណីនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនបើកភាពដែលអាចទៅរួចកន្លែងណាខ្លះដែលអាចទៅរួចកន្លែងណាខ្លះដែលអត់អាចទៅរួចឧទាហរណ៍ដូចអ្នកគ្រូហារតីអញ្ចឹងគាត់និយាយរឿងព្រាយដែលចេះចូលហើយអត់ចេះចាញ់អញ្ចឹងណាករណីនេះគឺពិតជាមានពិតប្រាកដមែនហើយមានវាគ្មិនជាច្រើននៅក្នុងកម្មវិធីផ្សេងក៏និយាយចំចំណុចអស់នេះដែរអញ្ចឹងរឿងដែលកើតឡើងជុំវិញរឿងអបិយជំនឿវាមានរឿងច្រើនមែនតើដែលយើងនឹកស្មានមិនដល់ដែលយើងប៉ះមិនបានរកភ័ស្តុតាងមិនបញ្ជាក់មិនបាននោះទេដូច្នេះហើយក្នុងករណីនេះសង្ឃឹមថាបងប្អូនមិនមានការវិនិច្ឆ័យថាពិតឬមិនពិតគ្រាន់តែស្ដាប់ដើម្បីពង្រីកថាអូដែលអបិយជំនឿដំបូងដឹងតែប៉ុណ្្នេះក៏ពិតទៅវាមានលើសនឹងថែមទៀតអាហ្នឹងគឺអញ្ចឹងហ្នឹងឯងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងស្ដាប់កំសាន្តរយៈពេល8អេពីសូតសប្តាហ៍នេះគឺអេពីសូតទី9ហើយទាំងពេញចិត្តនឹងទទួលបានចំណេះដឹងមានគោលការណ៍មួយគឺទទួលចំណេះដឹងទទួលនៅរឿងអ្វីដែលហួសនៅអ្វីដែលខ្លួនឯងដឹងអញ្ចឹងពង្រីកចំណេះដឹងរបស់បងប្អូនអរគ្នាវាគ្មិនសប្តាហ៍នេះគឺជា
មិត្តភ័ក្តិរបស់មិត្តភ័ក្តិរបស់ខ្ញុំមិត្តភ័ក្តិរបស់ខ្ញុំគឺខ្ញុំស្គាល់គាត់តាមរយៈបង William Master Chef រដ្ឋាសៅបាទ shout out ទៅបងរដ្ឋាសៅជា Master Chef អញ្ចឹងក្នុងករណីនេះហើយដែលគាត់ប្រាប់ថាអូមានមិត្តភ័ក្តិរបស់គាត់ម្នាក់កំពូលច្បាក់កំពូលឃើញកំពូលឪម៉ែអាជួបផងអញ្ចឹងក្នុងករណីនេះហើយដែលខ្ញុំសុំលេខគាត់សុំតាក់ទងជាមួយគាត់ហើយចៃដនគាត់ក៏ជាអ្នកស្ដាប់កម្មវិធីជាវ័យជាប្រិយមិត្តរបស់កម្មវិធីជាវ័យដូចគ្នាដែរតោះយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបងស្រី ចាជំរាបសួរបង អូខេបងប្អូនកុំចម្លែកអីណាអានេះជាការស្នើសុំរបស់បងប្អូនទេដែលឲ្យឃើញខ្លួនកុំឲ្យឃើញតែផ្ទាំងខ្មៅប៉ុន្តែមុខគឺនៅតែរក្សាបិទដដែលបាទសុខសប្បាយទេបង ចាសុខធម្មតា បាទបងជួយនិយាយលឺតិច សុខធម្មតាបងដែរ បាទអូខេនិយាយលះភ័យអីបងមកឲ្យនៅមួយខ្ញុំ អូខេបងចា អូខេបងអាចណែនាំឈ្មោះបាន ខ្ញុំឈ្មោះចន្ទនាចា មានមុខរបរជាអ្វីធ្វើការជាអ្វីនិយាយជារួមទៅបានហើយមិនបាច់ចំពេកទេ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ អូខេជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ ចា៎ តែប៉ុណ្្នឹងទេណា ចា បាទបាទជួយនិយាយលឺតិចណាបង ចាបង កុំភ័យ ចា កុំមានការតក់ស្លុតគឺមានតែខ្ញុំជាមួយនឹងបងទេនៅកៅអីនៅកន្លែងហ្នឹងអូខេមុននឹងចាប់ផ្ដើមខ្ញុំចង់សួរដេញដោលជាមួយនឹងជីវប្រវត្តិរបស់បងព្រោះដោយសារតែអ្វីដែលបងឡើងមួយចែករំលែកនេះគឺសុទ្ធសឹងតែជាបទពិសោធន៍ពិតដែលបងបានជួប ចា ហេតុអ្វីបងសម្រេចចិត្តថាឡើងមកចែករំលែកនៅក្នុងកម្មវិធីជាអ្វី មូលហេតុដោយសារពេលដែលខ្ញុំនិយាយប្រាប់អ្នកផ្ទះទៅវាអ្នកណាជឿថាខ្ញុំនឹងសម័យគិតផ្ដេសផ្ដាស់ហើយឈួត បាទ ចង់ចែករំលែករឿងពិតដែលខ្ញុំជួបជាក់ស្ដែងហ្មង អូខេតើការមើលឃើញរបស់បងចាប់ផ្ដើមពីចំណុចណានៃជីវិត ដូចជាអំឡុងពេលខ្ញុំអាយុ9ឆ្នាំពេលដែលខ្ញុំក្តៅខ្លួនហ្នឹងក៏ខ្ញុំចាប់ផ្ដើមឃើញដែរ តើមានហេតុការណ៍បែបណាទៅតែបងអាចសម្រាយបន្តិចបានទេ ពេលហ្នឹងក៏ខ្ញុំក្តៅខ្លួនខ្លាំងណាស់ដល់តាគេហៅថាកាច់ដៃកាច់ជើងណា បាទ ខ្ញុំឃើញយាយហើយនឹងតាតែត្រូវជាឪពុកដៃខាងប៉ាខ្ញុំហ្នឹងណានៅចុងជើងហើយកាន់ដៃគ្នាហើយថាមកចៅហើយចាប់ពីហ្នឹងមកក៏ខ្ញុំឃើញអីប្លែកៗអីស្ដាប់ឮតែយើងមិនមែនស្ដាប់ឮដូចមនុស្សនិយាយមួយយើងផ្ទាល់ទេសឹបដឹងជាស្អីទៅជាស្អីហើយទៅណាតែងតែឃើញអញ្ចឹងជាពិសេសគឺតំបន់ដែលគេទុកចោលឬក៏ព្រៃភ្នំគឺខ្ញុំជាក់ស្ដែងគឺឃើញហ្មង អូខេបើសិនជាខ្ញុំខាថយក្រោយបន្តិចនៅពាក្យ ចា៎ ដែលថាម៉ោះចៅនៅពេលហ្នឹងតើបងយល់អត្ថន័យពាក្យថាម៉ោះចៅនឹងមានន័យថាម៉េចទៅបង បើសិនជាខ្ញុំទៅមួយគាត់គឺខ្ញុំទៅបាត់ហ្មងប៉ុន្តែពេលហ្នឹងខ្ញុំអត់ទៅទេខ្ញុំថាអត់ទេខ្ញុំអត់ទៅទេតែអារបៀបក្មេងឈឺក្តៅខ្លួនអញ្ចឹងយើងបើកភ្នែកព្រឹមហ្នឹងមិនមែនខ្ញុំបើកស្រឡះទេខ្ញុំប្រកែកមួយគាត់អត់ទៅទេអញ្ចឹងម៉ាក់ប៉ាខ្ញុំក៏គាត់ដឹកទៅពេទ្យអត់តន់ដល់ពេទ្យទេបាត់ក្តៅខ្លួនហ្មង បាត់បកាច់បាត់ក្តៅខ្លួនហ្មងគ្រាន់តែដល់ដំបងពេទ្យ បាទអញ្ចឹងក្នុងករណីនេះដែរនៅពេលដែលឈឺគឺព្យាបាលតាមវិទ្យាសាស្ត្រទាំងស្រុងឬក៏បែបណា ពេលខ្លះតាមវិទ្យាសាស្ត្រពេលខ្លះយើងអុជធូបអុជអីចឹងណា អូអញ្ចឹងបានន័យថាឪពុកម្ដាយរបស់បងជាអ្នកជឿដែរ ចាម៉ាក់ខ្ញុំគាត់ជាប់ហ្មងស5សัตว์គឺគាត់អត់សម្លាប់ទេទាំងអស់អ្នកផ្ទះខ្ញុំ បាទបង ចា អញ្ចឹងក្នុងករណីនេះនៅពេលដែលបងក្តៅខ្លួនខ្លាំងមិនមានការចោទប្រកាន់ទៅលើរឿងអបិយជំនឿទេដែលគាត់ត្រូវទៅមើលគ្រូទៅមើលអីឬក៏មិនដែរបង ដូចជាពេលហ្នឹងខ្ញុំនៅក្មេងដែរខ្ញុំអត់ចាំទេតែពេលដែលខ្ញុំជៀននេះគាត់ប្រាប់ដែរគាត់ថាដូចជាខុស ខុសខាងប៉ាគាត់អុជធូបទៅបាត់ហើយមិនមែនតែខ្ញុំទេណាបងស្រីខ្ញុំដែរប្រកាច់ដូចគ្នាតែបងស្រីខ្ញុំអត់ដែរឃើញអីទាំងអស់បងស្រីខ្ញុំអត់ងាយហ្មង បានន័យថារង្វាន់ធំត្រូវបានអ្នក ចា ត្រូវបានបងជាអ្នកចាប់ តើចាប់ពីអាយុ9ឆ្នាំតើមានហេតុការណ៍អ្វីពេលនោះនៅពេលដែលបងអាយុ9ឆ្នាំបងឃើញតាឃើញយាយពេលនោះបងអាចសម្គាល់បានហើយឬនៅថានោះគឺជាវិញ្ញាណមិនមែនជាមនុស្ស ពេលហ្នឹងអត់ចាប់អារម្មណ៍ទេហ្មងគិតថាខ្លួនឯងសម័យយល់សព បាទ ភាគច្រើនគិតថាខ្លួនឯងយល់សពហ្មងតែបើថាខ្លាចគឺខ្លាចដល់ឥឡូវ បាទ ឥឡូវក៏នៅតែខ្លាចដែរ បើសិនជាអញ្ចឹងតើនៅក្នុងកលៈទេសៈណារាប់ពីអាយុ9ឆ្នាំទៅដែលបងស្គាល់ច្បាស់ចំណាំច្បាស់សម្គាល់ច្បាស់ថាខ្មោច 2011បងច្បាស់ហ្មង អូខេ រឿងហ្នឹងកើតលើខ្លួនឯង នេះគឺជាខ្សែរឿង ច្បាស់ហ่ะ នេះជាខ្សែរឿងស្នូលនៅក្នុងកម្មវិធីថ្ងៃហ្នឹងដែរឬក៏បែបណា ចារឿងទី1 អូខេ បាទបងប្អូនទាំងអស់គ្នាបញ្ជាក់
មានបងប្អូនមួយចំនួនគាត់ថាអូខ្ញុំសួរច្រើនសួរកាត់វាគ្មិនអីចឹងណា ចា៎ មូលហេតុដោយសារតែជាការស្នើសុំរបស់វាគ្មិនដូចគ្នាព្រោះដោយបងប្អូនបានដឹងហើយថាពួកគាត់មិនមែនជាបុគ្គលសាធារណៈទេពេលខ្លះការនិយាយស្ដីរបស់គាត់មានការបាត់ព័ត៌មានមួយចំនួនដែលខ្ញុំធ្វើការសួរដេញដោលដែលគាត់ស្នើសុំឲ្យខ្ញុំសួរពួកគាត់ថាចេះបើសិនជាបងឯងអត់សួរទេខ្ញុំអត់ដឹងនិយាយថាម៉េចទេអូខេខ្ញុំនឹងសួរដូច្នេះហើយសង្ឃឹមថាបងប្អូនមេត្តាយល់ក្នុងករណីនេះដែរត្រង់ចំណុចដែលខ្ញុំមិនយល់ខ្ញុំនឹងចោទសួរទៅបងដូចគ្នា ចាបានព្រោះអីខ្ញុំខ្លាចខ្ញុំភ្លេចដែរវាយូរដែរ អូខេបាទអត់មានបញ្ហាអីទេកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅដល់សាច់រឿងទី1របស់យើង ចារឿងហ្នឹងនិយាយទៅថាយើងខូចចាស់ខ្ញុំស្រឡាញ់គ្នារហូតដល់2011ហ្នឹងក៏អ្នកផ្ទះចាប់ផ្ដើមពេញចិត្តហើយប៉ុន្តែវាឧបសគ្គត្រង់ថាខាងប្រុសគាត់ជួបឧបទ្ទវហេតុស្លាប់ចឹងណាថ្ងៃដែលគាត់ស្លាប់ហ្នឹងពួកយើងជិះម៉ូតូគាត់ដឹកខ្ញុំចេញពីរៀនព្រោះខ្ញុំរៀនយប់ហ៎ បាទ អញ្ចឹងដឹកដើរលេងជិះម៉ូតូអីអញ្ចឹងទៅ នៅក្នុងទីក្រុងភ្នំពេញឬ ចានៅភ្នំពេញហ្នឹងហ្មងយើងអ្នកភ្នំពេញដូចគ្នាទេ បាទ ជីដើរលេងនិយាយគ្នានិយាយអីចឹងទៅសន្យាអីចឹងណាគាត់ក៏ប្រាប់ខ្ញុំថាក្នុងកាត់ហេតុហ្នឹងគឺក្នុងឆ្នាំ2011ខែ6ហ្នឹងហ្មងតែចុងខែថ្ងៃដែលគាត់ស្លាប់ហ្នឹង បាទ ពេលចឹងគាត់ថាគាត់អត់ចង់ជាប់ពាក្យអីញញ៉ៃច្រើនទេគាត់ព្រោះគាត់អត់មានម៉ាក់ប៉ាទេគាត់កូនកំព្រាតែគាត់ថាជីវភាពគាត់ធូរធារជាងខ្ញុំអញ្ចឹងណា បាទ គាត់ថាឲ្យយាយទៅផ្ទះអញ្ចឹងទៅហើយយើងសម្រេចថាណាត់គ្នាការអញ្ចឹងទៅក្នុងយប់ហ្នឹងនិយាយអញ្ចឹងហើយក៏ស្រាប់តែគាត់ឲ្យខ្ញុំហ្នឹងស្បត់ព្រោះអីធម្មតាក្មេងៗវាទៅយើងក្មេងហ្មងយើងអត់ បាទ គាត់មនុស្សគាត់គឺខែប្រច័នហួងហែងហ្មងគាត់គឺនិយាយថាស្រឡាញ់សឹងថាដូចនិយាយទៅគឺគាត់ស្រឡាញ់ខ្លាំងស្ទើរលេបហ្មង ស្នេហ៍គ្នាដំបូង ចា បាទ ដល់ពេលអញ្ចឹងទៅខ្ញុំក៏ស្បត់មួយគាត់តែពេលដែលជិះម៉ូតូហ្នឹងកញ្ចក់ម៉ូតូវាមូលឃើញតែខ្ញុំទេអត់ឃើញគាត់ទេ បងមើលទៅក្នុងកញ្ចក់ហ្នឹងអត់ ចា ឃើញអ្នកបើកទេឃើញ ចា ខ្លួនឯង តែខ្ញុំអត់ពេលហ្នឹងយើងអត់ចាប់អារម្មណ៍ទេខ្ញុំអត់ចាប់អារម្មណ៍គាត់ក៏ជូនខ្ញុំដាក់ផ្ទះតែដល់ពេលជូនដាក់ផ្ទះហើយគាត់ក៏ខំមកខ្ញុំថាមិត្តភ័ក្ដិខាន់ជួបគ្នាយូរហើយគាត់ហៅទៅផឹកអញ្ចឹងខ្ញុំថាអូខេទៅចុះពីមុនមនុស្សខ្ញុំគឺពិបាកហ្មងអត់បានទេខ្ញុំអត់ឲ្យទៅដាច់ខាតហ្មងតែខ្ញុំគិតថាទោះបីជាខ្ញុំខាត់គាត់ណាក៏គាត់ត្រូវតែមានរឿងអីមួយផ្សេងដែរយប់ហ្នឹងគឺខ្ញុំឲ្យគាត់ទៅយ៉ាងសម្រួលហ្មងអត់មាននិយាយអីអាក្រក់អីថាអីឲ្យគាត់ទេព្រោះដងគឺខ្ញុំថាតែអត់គឺអត់ហើយខ្ញុំនិយាយអញ្ចឹងហ្មងព្រោះខ្ញុំកាច យល់ ចាដល់ពេលហើយម៉ោង 2:10 យប់ខ្ញុំអត់បានខលទៅគាត់ទៀតទេដូចជាគាត់ខលមកខ្ញុំមួយម៉ាត់បងស្រឡាញ់អូនអញ្ចឹងខ្ញុំក៏ឆ្លើយទៅវិញអូនស្រឡាញ់បងហើយពីរនាក់ខ្ញុំអត់ចេះនិយាយអូនបងទេពួកយើងរៀនមួយគ្នាមិត្តភ័ក្ដិគ្នាមកស្រឡាញ់គ្នាអញ្ចឹងវាពិបាកត្រង់អាពាក្យអូនបងហ្នឹងណា យល់ ចាស្រាប់តែពេលម៉ោង 12 យប់ហ្នឹងបងស្រីខ្ញុំហ្នឹងណាគាត់លឺសលេងគាត់ស្រែកឲ្យជួយផងខ្ញុំអត់មានលឺអីទេឲ្យហេតុទៅបងស្រីខ្ញុំមក បានន័យថាសំឡេងរបស់ដៃគូរបស់បងស្រែកឲ្យ ចា បងស្រីបងលឺ ចាតែគាត់ពងនៅកន្លែងញ៉ាំអីហ្នឹងទេស្រាប់តែម៉ោងប្រហែលជា4គាត់ស្លាប់4ទៀតភ្លឺហើយខ្ញុំអត់ជឿទេគេទេមកប្រាប់អីក៏ខ្ញុំអត់ជឿដែរអត់ជឿទាំងអ ឧ ស់ បទ្ទវហេតុនោះកើតបែបណាដែរបង គេវាយពីក្រោយគោជំនាន់ហ្នឹងយើងមិនបាក់ស្មានទេទោះបីជាយើងល្អតែស្ទីលវាយគ្នាគេថាយើងអាក្រក់អីព្រោះដោយសារការហ្នឹងគាត់ឈប់រៀនអញ្ចឹងនៅរៀនតែខ្ញុំទេខ្ញុំរៀនត លបាក់អាយុប្រហែលប្រហែលដែរបង 20ស្ដើង យល់ ចាមានរឿងហ្នឹងក៏មិនមែនរឿងយើងទៀតគេវាយច្រឡំសារព័ត៌មានក៏ចោះដែរអញ្ចឹងខ្ញុំអត់បានដឹងរឿងអីរហូតដល់ម៉ោង5បានច្បាស់ហ្មងម៉ោង5ទៀតភ្លឺហ្នឹងខ្ញុំអត់ជឿទៀតខ្ញុំក៏ទេសួរអ្នកផ្ទះគាត់ឲ្យគាត់ទៅមើលអញ្ចឹងណាទៅមើលអត់ឃើញមិត្តភ័ក្ដិខ្ញុំម្នាក់ទៀតខំមកប្រាប់ថាខូចហើយនៅកាឡាម៉ែតពេលដែលខ្ញុំទៅដល់ហ្នឹងនិយាយទៅខ្ញុំអស់ហលីងហ្មងព្រោះខ្ញុំតស៊ូស្រឡាញ់គ្នារហូតដល់បានជោគជ័យណានិយាយគម្រោងឲ្យអស់ហើយខ្ញុំអស់ហលីងមនុស្សនៅលើហ្វ្រង់កានៅអាកន្លែងដង្កល់សពហើយ បាទ ឈាមហូរឡើងស្រោចពេញហ្នឹងតែភ្នែកគាត់បិទអត់ចិត្តទេភ្នែកឆ្វេងបិទអត់ចិត្តហ្មងទោះបីខ្ញុំខ្ញុំនិយាយមិនក៏ដោយបិទអត់ចិត្តទាំងអស់ខ្ញុំថើបខ្ញុំនិយាយមិនក៏អត់ចិត្តដែរប ិទមកជាហ៊ានបើកមក ចានៅតែបើកចឹងរហូតដល់ខ្ញុំថា
vậy bị cọ đạp tí nó bông đấy Bạn, sơ đồ tí bạn. bỏ ọt bật tế anh tục nơi nở ngày anh tới tẹt chào lại bật chật hay bản dương hai cha hai ấy tứ đạo làm pet mất tè và ta pe để vậy nó cứ đầy ao nhóm đầy về nhá và lại chim còn là hay đó này đó cái này nè Bạn. chẳng nhóm ọt bạn nè tè hay nhóm lẹ nó nhóm tục chọc luôn nhóm là hồn mà Vô lại. chà hay Phần nó cứ vô lại. chà pro ấy dương to su cho đàn đài Bạn vô. chà và pe chật đo ngày bố chia quạt cho pro ấy quạt slap cho mày ngành cái kẹt bố chia thì Bạn ngày rừng. chà đôi chỉ tục ban bay ngày buôn ngày đài tậpไปចឹងទៅម៉ាក់ក្មេកបងស្រីខ្ញុំគាត់ថាអញ្ចឹងដូចអត់ស្រួលទេប្រហែលជាគាត់មើលដឹងណាបងគាត់ឲ្យខ្ញុំទៅស្រោចទឹកគាត់ទឹកខ្លាយើងហ្នឹង Bạn. ថាដែលលោកស្រោចឲ្យហ្នឹងលោកហាមអត់ឲ្យខ្ញុំយកមកពាក់វិញឯង Bỏ chồng. ស្រោចភ្លាមដូរភ្លាមបោះចោលនៅវត្តហ្នឹងមកអញ្ចឹងអត់តន់អីណាបងគ្រាន់តែរៀងព្រឺខ្នងបន្តិចព្រឺឆ្អឹងខ្នងឯងពេលដែលស្រោចទឹកហ្នឹងណាពេលដែលខ្ញុំមកផ្ទះនេះខ្ញុំត្រូវផ្លាកៅអៅដើម្បីទៅរោងបនវិញ Vô. ព្រោះស្អែកឡើងយើងបូជាបងអើយមកស្រស់ស្រស់ហ្មងខាងក្រោយខ្នងហ្នឹងហ្មងលិចជារូបរាងមករបៀបដៃកាន់នៅស្មាយើងណាខ្ញុំអត់ចាំយូរទេវាស្រស់ស្រស់ពេកកសែងរត់ចុះទៅក្រោមផ្លាកៅអៅសិនចាំគិតទៀតហើយអត់ប្រាប់អ្នកផ្ទះទៀតអត់និយាយអីទាំងអស់ព្រោះខ្ញុំខ្លាចអ្នកផ្ទះខ្លាចព្រោះដោយសារគាត់ចេញចូលផ្ទះខ្ញុំដែរ យល់បានន័យថានៅពេលហ្នឹងបងកំពុងតែមុជទឹក ផ្លាកៅអៅហើយ ផ្លាកៅអៅហើយកំពុងតែផ្លាកៅអៅហ្នឹងគឺ ចា មានដៃពីរមកកាន់ស្មាបង ចាកាន់ហើយធម្មតាបើយើងនិយាយប្រាប់គេអត់សូវយល់គេថាឃើញមិនអីមិនអញ្ចឹងយើងពិបាកតែខាងក្រោយខ្នងហ្នឹងគឺលិចជារូបរាងឲ្យយើងឃើញហ្មង ទាំងមុខទាំងអីទាំងអស់ អត់បានឃើញមុខទេតែចេញជារូបរាងហ្មងខាអាវដឹងថាខាអាវដែលស្លាប់ហ្នឹងហ្មង បាទ របៀបថាអោបពីក្រោយលុកដៃមកអោបយើងអញ្ចឹងនិយាយថាកុំខូចចិត្តអីអញ្ចឹងលួងលោមអញ្ចឹងណាបងខ្ញុំអត់ចាំយូរតាំងកសែងខ្ញុំចុះទៅក្រោមផ្លាកអាវបន្ទប់បងខ្ញុំវិញ បាទ អញ្ចឹងរំលងរហូតអត់តន់អីដល់7ថ្ងៃធម្មតា7ថ្ងៃយើងមានសូត្រមន្តពីល្ងាចហើយស្អែកឡើងមកផឹកទៀត បាទ ពេលមកផឹកនោះយើងអស់កម្លាំងយើងធ្វើអីហើយអស់ហើយអស់កម្លាំងខ្ញុំក៏គេងលើខែនៅផ្ទះគាត់ហ្នឹងណាព្រោះខ្ញុំចេញចូលផ្ទះគាត់ស្រីអត់តប៉ាម៉ាក់ខ្ញុំទេ បាទ ចាឃើញមនុស្សបន្ទុចជង្គង់អង្គុយចុងជើងយើងហ្នឹងហ្មងយំតែអត់ដឹងរៀបរាប់វាថាយើងស្ដាប់អត់យល់ថាគាត់និយាយពីអីទេគាត់គ្រាន់តែប្រាប់យើងថាគេដាក់ពីក្រោយគាត់មកហ្មងពីវាយក្បាលគាត់ បាទ ចាគាត់ប្រាប់តែប៉ុណ្្នឹងហើយយំតែស្រាក់ដល់ពេលខ្ញុំបើកភ្នែកអស់ទៅឃើញមនុស្សអីទេអត់ហើយខ្ញុំអាវាថានឹកអលឹកអញ្ចឹងខ្ញុំអាសាទៅលេងផ្ទះគាត់គេអញ្ចឹងណាបងចិនការចេញធ្វើការទៅគេងអញ្ចឹងគេងមើលខាងលើអញ្ចឹងឃើញអង្គុយបន្ទុចជង្គង់មុខលើក្បាលយើងហ្នឹងហ្មងក៏មានដែរក្នុងបន្ទប់ទឹកក៏មានឃើញរហូតទៅណាឃើញហ្នឹងហើយបើជិះម៉ូតូវិញម៉ូតូជិះតែឯងតែដូចជិះម៉ូតូ2នាក់អញ្ចឹងបើខ្ញុំជិះផ្លូវស្ងាត់វិញគឺព្រឺឆ្អឹងខ្នងហ្មងអាចថាមកពីខ្ញុំទុកអាវដែលមានឈាមគាត់ណាគាត់នៅតែតាមអញ្ចឹងណាតាមខ្ញុំរហូតខ្ញុំទៅណាខ្ញុំឃើញហ្នឹងជួនកាលឃើញរូបរាងស្រស់អឺតមកផ្លែតក៏មានដែរអាកៅអៅដែលគាត់ស្លាប់ហ្នឹងឃើញរហូតឃើញបើក្នុងយល់សពវិញគឺអត់ដែរឲ្យខ្ញុំយល់សពល្អវាជីមួយគ្នាអញ្ចឹងចូលកុងតឺន័រជីទុកមួយគ្នាអញ្ចឹងតម្លាក់ចូលទឹកហើយសួរយើងទៅនៅអត់ទៅនៅមួយអត់សួរខ្ញុំអញ្ចឹងខ្ញុំថាអត់ទេម៉ាក់ប៉ានៅចងងទៅណានៅមើលថែម៉ាក់ប៉ាអត់ទៅទេអញ្ចឹងខ្ញុំកាត់មកកន្លែងហូប7ថ្ងៃនឹងបន្តិចបងជន់រូបក៏ទៅបញ្ជន់រូបណា បាទ ព្រោះអីខ្ញុំអត់ដឹងថាឥឡូវហ្នឹងគេនៅជឿរឿងហ្នឹងទៀតឬក៏អត់ទេណា បាទ ប៉ុន្តែពេលហ្នឹងគាត់ស្លាប់បានដូចជាអត់ដល់កន្លះខែទេបងប្អូនគាត់ក៏នាំគ្នាទៅបញ្ជន់រូបប៉ុនដែលធ្វើទាំងម៉ានអត់បានដល់គាត់ទេដោយសារអីគាត់ខ្មោចតៃហោងអញ្ចឹងត្រូវធ្វើម្ដងទៀតទៅចត់ព្រលឹងគាត់ពីកន្លែងដែលគាត់ស្លាប់ហ្នឹងយកមកតេះហើយមិនធ្វើប៉ុនម្ដងទៀតត្រូវសែនមិនអញ្ចឹងណាខ្ញុំអត់សូវចាំដែរព្រោះវាយូរដែរអញ្ចឹងណាបង បាទ តែពេលបញ្ចន់រូបហ្នឹងសំលេងគាត់រូបរាងគាត់ទាំងអស់
ដូចទាំងអស់គាត់សួរមុនគេក៏សួររកពូគាត់សួរអស់ហើយបានសួររកខ្ញុំដល់វគ្គខ្ញុំម្ដងឲ្យបងសុំទោសជាតិហ្នឹងយើងអាចបានជួបគ្នាតែបងផ្សងជួបអូនឯងគ្រប់ជាតិហ្នឹងគាត់ណាតែសម្រាប់ខ្ញុំក្នុងចិត្តខ្ញុំគិតហើយស្រេចអត់ទេខ្ញុំអត់ជួបទៀតទេព្រោះវាឈឺចាប់ណាវាពិបាកផ្លិចវាពិបាកបំភ្លេចហ្មងអញ្ចឹងខ្ញុំថាមិនបាច់ទេក្នុងចិត្តខ្ញុំណាតែខ្ញុំអត់ហ៊ាននិយាយទេអាពេលហ្នឹងខ្ញុំគាត់ថាបាច់ជួបគ្នាទៀតទេបើយើងជួបគ្នាហើយអត់ដល់ចុងដើមអញ្ចឹងអត់ទេខ្ញុំអត់ជួបទេខ្ញុំសុំជួបតែត្រឹមជាតិនឹងបានហើយនៅអត់តន់អីទៀតអញ្ចឹងណាបងដល់ពេលអញ្ចឹងរៀងយូរដែរខ្ញុំក៏រៀងដាច់ខ្សែរយៈពីគាត់អញ្ចឹងតែបើថាបនទៀនអីខ្ញុំអត់ដែរភ្លេចទេខ្ញុំហៅអត់ទិសរហូតដល់តែពេលចូលដល់ឆ្នាំខ្ទង់2017 2018និយាយទៅគាត់នៅតាមខ្ញុំរហូតអញ្ចឹងណាបងប៉ុន្តែមិនមែនថាលក្ខណៈតាមចេញជារូបរាងអីយើងខ្លាចទេគាត់អត់មានធ្វើអីឲ្យខ្ញុំខ្លាចទេគាត់របៀបថាពេលណាដែលយើងទៅណាម្នាក់ឯងអញ្ចឹងឲ្យហេតុយើងដឹងថាកុំទៅផ្លូវហ្នឹងអញ្ចឹងយើងជិះទៅវិញបាទឬក៏មានរឿងអីអញ្ចឹងឲ្យយើងជាលឿនឬក៏មិនអីអញ្ចឹងណាប្រាប់យើងការពារអញ្ចឹងចាគ្រាន់ថាគាត់រៀងការពារយើងបន្តិចកន្លែងហ្នឹងអញ្ចឹងណាមិត្តភក្តិខ្ញុំទេមកថាវាមកបញ្យល់សពអាមួយទៀតប្រាប់អញ្ចឹងណាថាបើចង់ធ្វើបន់ឲ្យវាពួកម៉ាក់ឲ្យបាំងស្គរជាមួយលោកបណ្ដាល់វាក៏ប្រាប់អញ្ចឹងខ្ញុំថាឯងប្រាប់គ្នាឯងទៅបើសម្រាប់ខ្ញុំដឹងហើយរឿងអទិសរឿងអីខ្ញុំចេះអស់ហើយខ្ញុំនិយាយអញ្ចឹងណាធ្វើបន់មួយម៉ែអទិសឲ្យក៏ដល់ដែរខ្ញុំប្រាប់អញ្ចឹងណាតន់អីទេដល់តាពេលដូចជាកាលហ្នឹងខ្ញុំនៅផ្ទះវិញស្រេងខ្ញុំអង្គុយលាងចានស្រស់ហ្មងអឺតមើលយើងអញ្ចឹងហើយលុបទៅវិញបាត់តែអត់មានលក្ខណៈចេញមកជាឈាមអីដូចអាការគាត់ស្លាប់ទេណាអត់ទេគឺស្អាតបាតហ្មងបាទដល់តែយូរទៅខ្ញុំចាប់ផ្ដើមលែងខ្លាចហើយខ្ញុំចាប់ផ្ដើមរៀងថាប្អូនគាត់ប្រាប់ដែរថាហាមដាច់ខាតឲ្យទុករបស់គាត់ទេបើទុកគាត់អត់ទៅចាប់ជាតិទេស្ងប់តែបងប្អូនគេក៏ទៅបញ្ចន់រូបគេថាទៅចាប់ជាតិបាត់ហើយតែខ្ញុំអត់ដឹងទេណារហូតដល់ឆ្នាំ2022បាទខ្ញុំសម្រេចចិត្តបោះចោលអាវហ្នឹងអូចុងទុំថ្មីនេះដែរចាតែបើនិយាយទៅមិនចោលបានប្រហែលឆ្នាំនេះទេបាទតែនៅតែឃើញនៅតែដឹងនៅតែលឺមកឲ្យយើងឃើញអញ្ចឹងនៅផ្ទះនៅអីចឹងនៅតែឃើញអញ្ចឹងណាបងមកដល់បច្ចុប្បន្នហ្នឹងបាត់ហ្មងដល់ពេលយូរទៅដល់ឆ្នាំ2024នេះអាហ្នឹងសាច់រឿងពិតហ្មងខ្ញុំមុនស្គាល់គ្រូសាខ្ញុំក្រោយហ្នឹង3ថ្ងៃដោយរបៀបថាពីមុនមកគាត់នៅតាមហ្នឹងដោយសារចេះយើងអត់មានក្តីសុខជួបអ្នកណាក៏វាថាយើងអត់មានក្តីសុខផ្លូវចិត្តហ្មងគឺជួបវាអត់សមប្រកបទេហ្មងអត់សមប្រកបសឹងទាំងអស់អញ្ចឹងគាត់នៅតាមតែគាត់បញ្យល់សពថារបៀបថាបើនៅឋានហ្នឹងវាគ្មានក្តីសុខទេមកនៅមួយបងមកគាត់ព្យាយាមមកយកយើងទៅតែអាចថាមកពីខ្ញុំអត់សូវចេះខ្លាចដែរខ្ញុំពេលនៅរស់ក៏ខ្ញុំអត់ខ្លាចដែរយល់ចឹងពេលស្លាប់ទៅខ្ញុំអត់សូវខ្លាចដែរដល់តែឆ្នាំ2024នេះក្នុងខែ7ខ្ញុំមុនស្គាល់គ្រូសាខ្ញុំហ្នឹងគាត់មកបញ្យល់សពម្ដងទៀតថាជិះម៉ូតូដើរលេងមួយគ្នាអីអញ្ចឹងទៅស្រាប់តែគាត់ឡើងទៅលើស្ពានមួយគាត់និយាយអញ្ចឹងប៉ុនដែលខ្ញុំបានធ្វើឧទ្ទិសឲ្យគាត់ទាំងប្រមាណណាគាត់ទទួលបានទាំងអស់ហ្មងហើយអូនឯងជួបមនុស្សល្អហើយបងលីអូនឯងបាត់តាំងពីនោះមកហូតដល់ឥឡូវហើយខ្ញុំអត់នឹកស្មានតែខ្ញុំស្គាល់គ្រូសាខ្ញុំក្រោយទេបងអត់នឹកស្មានហ្មងសឹងតែលក្ខណៈចរិតលក្ខណៈហ្មង 80% គឺគាត់ដូចអ្នកមុនដូចគ្នាដូចបេះដាក់ហ្មងរហូតដល់ឥឡូវនេះគឺខ្ញុំអត់ដែរឃើញគាត់ទេសំបីយល់សពថារឿងផ្សេងយើងអាចជួបចឹងណាបងតែបើសម្រាប់គាត់ខ្ញុំគិតថាប៉ុនដែលខ្ញុំបានធ្វើអ្វីដែលខ្ញុំបានលះទៅអស់ហ្នឹងគាត់ទទួលអស់ហើយអញ្ចឹងគាត់អស់ការពារមួយខ្ញុំអញ្ចឹងណាបាទដូចថាគាត់សុខចិត្តប្រឡែងខ្ញុំហើយគាត់លែងតាមការពារខ្ញុំទៀតហើយតែបើសិនជាខ្ញុំអត់មានក្តីសុខទេគាត់អាចនឹងថ្ងៃណាមួយយកបាទយកយើងទៅ
តែរឿងនេះខ្ញុំជិះយាមប្រាប់អ្នកផ្ទះតែមានអ្នកណាស្ដាប់ខ្ញុំអត់ជឿខ្ញុំទេ យល់ ចា សាច់រឿងទី1នេះចាប់ត្រឹមប៉ុណ្នេះទៅ ចា យ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងទី1នេះក៏ពិតតែសាច់រឿងរបស់បងនេះវាពិសេសត្រង់ថាសាច់រឿងមួយនេះស្ថិតនៅក្នុងលំនាំស្នេហាដែលបាត់មកខាង ចា ពាក្យច្រើនគឺស្ថិតនៅក្នុងលំនាំបែបហ្នឹងទាស់ត្រង់ថាថ្ងៃនេះមានអ្នកបកស្រាយពីរឿងមួយហ្នឹងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺក៏ពិតទៅគាត់តាមបុគ្គលម្នាក់ទៀតតាមបងអានេះជាមតិរបស់ខ្ញុំណាបងប្អូនយល់បែបណាបងប្អូនអាច comment ពីក្រោមវីដេអូអាចមិនមែនដោយសារតែកៅអៅទេដោយសារតែចំណងចិត្តស្រឡាញ់រហូតដល់គាត់ឲ្យស្បត់ឲ្យអីចឹងណា ចា ដែលករណីមួយដែលថាស្រឡាញ់ស្ទើរលេបស្នេហាក្មេងខ្ចីស្នេហាលើកដំបូងណា ចា អញ្ចឹងអាចចិត្តដែលដកនឹងនៅពេលដែលគាត់វិនាទីចុងក្រោយគាត់នៅតែគិតថាអូសង្សារអញនៅចាំអញអញ្ចឹងហើយទៅបានវាមានការដិតដាមបូករួមជាមួយនឹងអាវដែលប្រឡាក់ឈាមដែលបងរក្សាទុកនឹងផងដែរ ចា វាអស្ចារ្យសាច់រឿងដោយសារតែការស្រឡាញ់ដោយសារតែហួងហែងក៏ប៉ុន្តែករណីមួយនេះមិនមែនសម្រាប់តែស្នេហាទេសម្រាប់មនុស្សដែលស្រឡាញ់របស់ណាមួយអញ្ចឹងហើយដែលបងប្អូនចាប់អារម្មណ៍ថាមិនក៏អមនុស្សតាមរបស់អញ្ចឹងឧបមាបងប្អូនទិញកៅអីមកទឹកមកតាមកៅអីហ្នឹងហ្មងព្រោះថាស្រឡាញ់មុននឹងចែកឋាននឹងស្រឡាញ់តែចិត្តស្រឡាញ់ហ្នឹងហើយដែលធ្វើឲ្យគាត់ជាប់នៅត្រង់ចំណុចនេះតែខ្ញុំចង់រំលឹកនៅចំណុចមួយដែលវាពិសេសមែនតើវាពិសេសវិសាលត្រង់ថាបងប្រាប់ថាបងប្រុសនៅក្នុងសុបិននៅលើស្ពានមួយហ្នឹងគាត់បានប្រាប់បងថាបុណ្យទាំងអំបាលមានដែលបងបានសាងគាត់ទទួលបានបរិបូរណ៍ណាស់ ចា តើបងបានធ្វើអ្វីខ្លះបងអាចរៀបរាប់បានទេបន្ថែមពីលើនេះទៀតតើទឹកចិត្តរបស់បងវិធីសាស្ត្រដែលបងធ្វើក្នុងការបញ្ជូនបុណ្យតើបងធ្វើបែបណា ជាមួយប្រសងនិយាយទៅពីមុនខ្ញុំមានពេលវេលាច្រើនអញ្ចឹងមិនថាខ្ញុំទៅណាឲ្យតែខ្ញុំបានធ្វើបន់ឬធ្វើទៀនគឺខ្ញុំតែងអត់ទិសខ្ញុំសូត្រធម៌មុនហើយបានខ្ញុំអត់ទិសហៅតាមក្រោយហើយខ្ញុំស្ដាប់តន់បងនិយាយរឿងមិនថាជូនបន់តអ្នកស្លាប់ទេមនុស្សក៏ខ្ញុំជូនបន់ដែរ បាទ ប្រែតគ្រុឌអសូរកាយគឺខ្ញុំជូនទាំងអស់ហើយពាក្យច្រើនខ្ញុំធ្វើបន់ជាមួយនឹងម៉ាក់ប៉ាហើយនឹងអ្នកមានសិល បាទ ហើយឲ្យតែធ្វើគឺខ្ញុំអត់ទិសឲ្យគាត់ជានិច្ចហៅគាត់ជានិច្ចមកសំបីតែឥឡូវខ្ញុំថាកុំឲ្យអភ័ព្វទៀតកុំឲ្យជាតិនឹងកើតមកប្រត់ប្រាស់ប៉ាម៉ាក់ហើយស្លាប់ខ្លួនទាំងវ័យក្មេងទៀតខ្ញុំតែងតែជូនបន់ចឹងហើយខ្ញុំហាមអាពេលនៅរស់ហ៎បងខ្ញុំហាមគាត់ចូលចិត្តអុចយោយើងនឹងហើយអុចលើសម្ោចតកៅលេងមុខខ្ញុំហ្មងខ្ញុំថាម៉ាក់ប៉ាយាយតាខ្ញុំអត់ដែរឲ្យធ្វើអញ្ចឹងទេ យល់ ខ្ញុំរងថ្ងៃសុំបីតមោះមួយខ្ញុំហ៊ានវាយហ្នឹងសុខចិត្តផ្លុំដល់ពេលខ្ញុំថាកុំអញ្ចឹងជាតិហ្នឹងយើងបែកបាក់អញ្ចឹងក៏ដោយសារយើងធ្វើអញ្ចឹងដែរខ្ញុំមិនដឹងថាចិត្តមុខទេគាត់ធ្វើអញ្ចឹងទេឬក៏អត់ទេតែខ្ញុំអាសាដាស់តឿនណាសុំបីតពេលអត់ទិសប៉ុនហ្នឹងក៏ខ្ញុំនិយាយដែរហើយភាគច្រើនប៉ុនដែលខ្ញុំធ្វើឲ្យគាត់គឺជាមួយប្រសង់បានដល់គាត់ខ្លាំងព្រោះគាត់តៃហោងហ៎បង បាទ ចាមានតែប្រសង់ឯងបានដល់គាត់ខ្លាំងព្រោះពេលដែលយើងធ្វើបន់ហើយយើងទៅប្រជន់រូបហ្នឹងគឺគាត់ថាអត់ដល់ទាំងអស់ខ្ញុំចង់ថាចេះថ្ងៃហ្នឹងគឺញ៉ៃខ្ញុំដឹងហ្មងឲ្យហេតុខ្ញុំដឹងថាអារម្មណ៍ថាបន់ហ្នឹងអត់ដល់ទេព្រោះអាចារ្យល្ងាមល្ងៅពេលហ្នឹងញ៉ៃហ្មងដោយសារបងប្អូនគាត់នៅក្មេងៗ បាទ ហើយអត់មានប៉ាម៉ាក់ទៀតអញ្ចឹងពេលហ្នឹងវល់ទាំងអស់គ្នាហ្មងដឹងតែអ្នកផ្ទះខ្ញុំទេដូចខ្ញុំអីខ្ញុំចេះធរតាំងពីក្មេងមកតាខ្ញុំបរៀនអញ្ចឹងណាតាខ្ញុំបរៀនផងយាយខ្ញុំបរៀនផងម៉ាក់បរៀនផងយើងចេះមើលពធមើលអីចឹងស្ដាប់ធរទេសនាអីចេះអីចឹងណាបង បាទ អញ្ចឹងយើងដឹងតានាងត្រឡប់ធ្វើបន់ថាយ៉ាងម៉េចមិនដល់យ៉ាងម៉េចមិនដល់អីយើងដឹង បាទ សូត្រមិនអីចឹងពេលដែលដាក់បាតលោកអីយើងត្រូវសូត្រមិនអីចឹងណា បងអាចប្រហែលបានទេ ភាគច្រើនខ្ញុំសូត្រអ៊ីទាំងវោញាតិណាំងហោនតុសុកតាហោនតុញាតិ បងជួយនិយាយលឺតិចបានទេបង ភាគច្រើនខ្ញុំនិយាយណាអ៊ីទាំងវោញាតិណាំងហោនតុសុកតាហោនតុញាតិយ៉ាវសូមបនដែលខ្ញុំបានធ្វើនេះដល់ប្រែតអមនុស្សជីដូនជីតាកងម៉ាយាយតាទាំងអស់គ្នាហើយពេលដែលខ្ញុំមកពីបនអីចឹងទេវតាជំនាញផ្ទះទេវតាម្ចាស់ទឹកម្ចាស់ដីគឺខ្ញុំជូនបនរងខ្ញុំជូនបនហ្មង បាទ គឺខ្ញុំត្រូវតែជូនបនគេខ្ញុំត្រូវតែគោរពគេដាច់ខាត បាទ ចាមុនមកក៏ខ្ញុំសុំគាត់ដែរ បងអាចប្រហែលកន្លែងនឹងជូនប្រិមិត្តបាន
ព្រោះអីមុនខ្ញុំមកហ្នឹងគឺខ្ញុំដុតមួយគាត់ខករហូតខកខ្លាំងមែនតើរហូតដល់ខ្ញុំសម្រេចចិត្តថាអូខ្ញុំដល់អត់ធុកអីមែនតើខ្ញុំអត់ធុកមែនព្រលឹមឡើងខ្ញុំងប់អត់ធុកមុនគេហ្មងខ្ញុំនឹកឃើញមុនគេថាសូមឲ្យថ្ងៃហ្នឹងបានសម្រេចកូនចៅឡើង podcast និយាយរឿងពិតទេកូនចៅអត់មាននិយាយរឿងបណ្ឌិតទេមកបានមែនសម្រេចមែនខ្ញុំជឿរឿងបនបាបការបំបែកបាក់ការសម្លាប់គេបំបែកបាក់គេហ្នឹងខ្ញុំជឿខ្លាំងហ្មងអារឿងដូចថាយើងទៅបំបែកគូស្នេហ៍គេអញ្ចឹងណាអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ឯងដូចគ្រួសារមួយអត់ពេញចិត្តកូនហ្នឹងឯងតែយើងទៅចូលរួមបំបែកស្មើនឹងយើងដូចដាក់បាបឲ្យខ្លួនឯងអញ្ចឹងយល់ចាអារឿងសម្លាប់សត្វពីរក៏អញ្ចឹងដែរខ្ញុំជឿខ្លាំងហ្មងខ្ញុំនិយាយមករឿងបនបាបហ្នឹងគឺខ្ញុំជឿមែនតើឲ្យអមនុស្សអ្នកណាមិនជឿតែខ្ញុំជឿហើយបនជាមួយម៉ែឪមួយទៀតព្រោះខ្ញុំអត់ដែរភ្លេចប៉ាម៉ាក់ខ្ញុំទេធ្វើអីក៏ខ្ញុំអត់ដែរភ្លេចដែរបាទមុនតនេអញ្ចឹងខ្ញុំតែងថ្វាយអង្គមគាត់ដែរខ្ញុំអត់ដែរអៀនទេអត់ខ្មាស់ឲ្យមុខណាគេក៏ដោយបាទត្រូវថ្វាយអង្គមក៏ខ្ញុំថ្វាយអង្គមដែរនេះគឺជាការប្រតិបត្តិយ៉ាងល្អដែលសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចត្រង់ត្រាប់បានព្រោះដោយសារតែភាគច្រើនតែយើងធំឡើងយើងចេះតែអៀនខ្លួនអត់ហ៊ានទេបាទអ្វីដែលពិសេសមួយទៀតដែលគាត់បានមានប្រសាសន៍ត្រង់ចំណុចទី1ការបំបីបំបាក់ឬក៏និយាយឲ្យស្ដាប់ទៅបងប្អូនទាំងអស់គ្នាត្រូវចាំថាជាគៀងផ្ទះណាភ្លឺផ្ទះហ្នឹងសូមមេត្តាកុំចេះដឹងរឿងគេកុំមានមតិលើរឿងគេចាបាទតែមានមតិលើរឿងគេនាំបាបដាក់ខ្លួនហើយចឹងហ៎បងមែនហ្មងមែនកុំបាច់និយាយរួមទៅជឿខ្ញុំមិនបាច់ដោះស្រាយទេរឿងគេទេបេះដូងគេយើងកុំលុកដៃចូលសោះអូខេនេះត្រឹមតែជាសាច់រឿងទី1តែប៉ុណ្ណោះតោះយើងដេញឡើង2011បានកើតហេតុហើយយើងឡើងដល់មួយកម្រិតទៀតចាអញ្ចឹងឡើងដល់សាច់រឿងទៅពោធិ៍សាត់រឿងហ្នឹងគឺទៅពោធិ៍សាត់ហ្នឹងថយក្រោយវិញហើយចូលដល់2000ស្ដើងវិញហើយខ្ញុំអត់ចាំឆ្នាំទេតែដឹងតែចន្លោះ2000ស្ដើងទេពេលហ្នឹងគឺទៅពីឡានដោយសារម៉ាក់គាត់ធ្វើការអញ្ចឹងចេញពេលយប់វិញហើយអ្នកផ្ទះខ្ញុំគឺមិនដែលមានធានាត្រឡប់តាណាពេលយប់ទេហ្មងអត់ដែរហ្មងតែគាត់ថាខ្ញុំនិយាយតែប៉ុណ្្នឹងឯណាតែទៅដល់សាច់រឿងនៅមួយទៀតខ្ញុំសុំលាក់តិចខ្លាចព្រោះអីបើខ្ញុំប្រាប់ទៅ 100% គឺគេឃើញនឹងដឹងហ្មងបាទហ្នឹងទីតាំងហ្នឹងខ្ញុំខ្លាចប៉ះពាល់ខាងគ្រួសារគេដែរពេលដែលខ្ញុំធ្វើដំណើរហ្នឹងអត់អីទេអ្នកតាមឡានគឺអត់អីដល់ម៉ោង 2:10 យប់គឺយើងដល់កកបាទក្រកហ្នឹងគឺកាលហ្នឹងខ្ញុំទៅហ្នឹងគឺអត់ទាន់មានផ្លូវស្អាតដូចឥឡូវទេអត់មានកង្វាត់ក្រុងអត់មានអីទេផ្លូវនៅហុយហ្មងអត់មាននឹងភ្លើងផងចាអត់មាននៅល្ងឹតហ្មងដល់ពេលហើយចំរដូវភ្ជុំទៀតក្នុងឡាន2ឡានហ្នឹងគឺឃើញខុសគ្នាទាំងអស់តែខ្ញុំអត់បានឃើញអីទេខ្ញុំអត់បានឃើញអីទាំងអស់បងស្រីខ្ញុំឃើញតាចាស់ភ្នែកលៀនជើងវែងដាក់តលមួយសំលុយកដាផ្លូវទាំងដែលផ្លូវក្រកហ្នឹងគឺព្រៃហ្មងបាទព្រៃសុតសាតតមកទៀតខ្ញុំក៏ដូរខាងអង្គុយមួយបងចដូនមួយខ្ញុំដូរពុបគេឃើញបដ ாய் មនុស្សស្រីប្រុស2នាក់ដាក់អោនឈ្ងុកមុខអញ្ចឹងកាន់ដៃគ្នាខ្ញុំសួរថាចេះផ្លូវព្រៃមនុស្សណាដើរកដាខ្នល់អញ្ចឹងហ្នឹងអត់អីទៀតក៏ទៅដល់ស្រុកកណ្ដាលខ្ញុំឆៃដនទៅដល់ហ្នឹងពួកដោយសារពួកខ្ញុំចេញយូរហើយតាំងពី94 95 3-4 ឆ្នាំអញ្ចឹងណាបងបាទបងកើតនៅពោធិ៍សាត់ខ្ញុំកើតនៅភ្នំពេញតែម៉ាក់ប៉ាគាត់រស់ស៊ីនៅពោធិ៍សាត់អញ្ចឹងយើងទៅនៅពោធិ៍សាត់បាទដល់ពេលអញ្ចឹងទៅផ្ទះខ្លួនឯងមានអត់គេងទេព្រោះអត់មានកង្ហារអត់មានទឹកក្មេងៗក៏ទៅគេងផ្ទះហ្នឹងតែពិតគេមិនត្រូវធ្វើជាផ្ទះសំណាក់ទេបងតែតែសារមានរឿងទី1បងស្រីហ្នឹងគាត់ខ្វះដូចជា8ថ្ងៃត្រូវការបងស្រីហ្នឹងគាត់ស្រីស្អាតប្រចាំខេត្តខ្ញុំហ្មងស្អាតខ្លាំងហ្មងហើយកូនអ្នកមានទៀតចំណុចខ្ញុំនៅទូចខ្ញុំចាំដែរតែខ្ញុំចេញបាត់ក៏រឿងនឹងកើតឡើងក្នុងឆ្នាំ1997តែពួកខ្ញុំទៅ2000ស្ដើងណាចូល7-8ឆ្នាំដែរហើយស្រាប់តែជំនាន់ម៉ាក់ខ្ញុំនិយាយតាមម៉ាក់ខ្ញុំគាត់ប្រាប់ទេណាគាត់ថានៅមានពលពតប្លន់ឆ្នាំហ្នឹងតែប្លន់ខុសបាញ់ត្រូវឡានគាត់ស្លាប់គាត់ហើយនឹងយាយអញ្ចឹងធម្មតាដូចខ្ញុំប្រាប់ចឹងមកតែហងគេដាក់លើផ្ទះទេតែដោយសារកូនគេកូនជាទីស្រឡាញ់កូនស្រីស្អាតទៀត
ចឹងក៏យកសពគាត់ដាក់លើផ្ទះជាមួយនឹងរូបដែលគាត់ភ្ជាប់ពាក្យសាកសពនឹងខ្ទេចអស់បើលោកយាយវិញគាត់ស្លៀកអាកៅហូលគាត់អីហ្នឹងអញ្ចឹងអត់តាន់មានរឿងអីកើតឡើងទេដល់ពេលហើយគាត់ក៏ម៉ាក់ប៉ាគាត់របៀបសំណោះកូនអញ្ចឹងណាគាត់នៅអត់កើតទេចាម៉ាក់ប៉ាគាត់រៀងសំណោះកូនអញ្ចឹងទៅគាត់នៅអត់កើតទេក៏គាត់ទៅក្រៅអស់ហើយតែហ្នឹងឲ្យជួលឲ្យអង្គការហ្នឹងគេមានបរិញ្ញាសិស្សបរិញ្ញាអីចឹងណាបង បាទ អត់មានដែរមានអីទេតែឲ្យអំឡុងពេលម៉ោង12ថ្ងៃនិងម៉ោង6ល្ងាចកូនសិស្សនៅអត់បានទេបិទបើកទ្វារលឺសលេងក៏ហឹមតែខ្ញុំប្រាប់បងវិលៀមអញ្ចឹងណា បាទ ចា បង ចា បងអាចប្រាប់ប្រិយមិត្តផង ចាសលេងហ្នឹងអញ្ចឹងទៅឲ្យឃើញនៅកណ្ដាលផ្ទះឲ្យឃើញអីចម្លែកចាអញ្ចឹងក៏អង្គការឈប់ជួលគាត់ក៏ដាក់របៀបនារីទទួលនារីដាក់នារីអញ្ចឹងទៅភ្ញៀវគាត់ទៅគេងនិយាយទៅអាក្រក់ស្ដាប់ទៀតណាបងទៅគេងអញ្ចឹងទៅអត់តន់អីហ្មងទេតែពេលបើកទឹកចេញមកសិតតែឈាមទុកទឹកពួកខ្ញុំដឹងរឿងអស់ហើយពូក៏ប្រាប់យាយក៏ប្រាប់មីងក៏ប្រាប់តាក៏ប្រាប់តែនៅតែទៅគេងដោយសារយើងចង់គេងកង្ហាលហើយពូផ្ទះយើងចាញ់យូរហើយយើងអត់មានអីត្រូវគេងទៀតទេដល់ពេលយប់ហ្នឹងអត់តន់អីទៀតស្មាតទៅចុះនិយាយដើមខ្មោចទៀតទៅដល់នៅមុខអាវេរ៉ង់ដាផ្ទះគាត់ហ្នឹងរបៀបវីឡាជំនាន់មុន បាទវិឡាបាយបារាំង ចា បាទ ព្រោះតែខ្ញុំតែរបៀបជំនាន់បារាំងដែរតែខ្ញុំហ្នឹងព្រោះតាខ្ញុំគាត់ធ្វើខ្សែបដាគាត់ចេះបារាំងចេះអីចឹងណាចឹងគេរបៀបថារត់គេឲ្យផ្ទះឲ្យអីចឹងណា បាទ ហើយតែមានទម្លាប់នៅតំបន់ដែលខ្ញុំនៅហ្នឹងណាឲ្យតែមានមកស្លាប់គឺគេកាត់អាដើមត្បូងយ៉ាក់វែងហ្មងដាក់មុខទេហើយនៅខាងក្រោយតែខ្ញុំវិញគឺតាខ្ញុំដាំដើមបៃម៉ានទុកហ្មងអាហ្នឹងការពារដែរ អូដាំបៃម៉ានគឺការពារ ពេលតែជំនាន់ខ្ញុំនៅហ្នឹងណាបន្ទប់ដែលគេងហ្នឹងណាដើមចេកវាដោះហ្មងដោះហើយចូលក្នុងផ្ទះទៀតប៉ុន្តែតាខ្ញុំកាប់ចោលកាប់អីណាព្រោះតាខ្ញុំគាត់ចេះមើលចេះទាយចេះអីដែរអញ្ចឹងណាបងតែគាត់មើលតែសម្រាប់កូនចៅទេគាត់អត់មើលអ្នកដតីទេឬក៏ស្រោចទឹករបៀបសិស្សប្រឡង12ទី9អីចឹងណាបងហើយគាត់យកអីច្រើនទេចេកមួយស្និតលុយ500លុយខ្មែរតែបើកូនចៅគាត់អាចមើលយើងកាត់កញ្ចក់ដៃកញ្ចក់អីចឹងណាបើឆុងអីចឹងដល់ពេលនៅក្រោយតែខ្ញុំហ្នឹងឲ្យតែមានសពអីរត់ភ្លើងអីកិនចឹងណាគេយកទៅដាក់ក្រោយផ្ទះខ្ញុំហ្នឹងឯង ខ្វះកន្លែងដាក់ ចាតែពេលហ្នឹងខ្ញុំនៅទុយអាចថាខ្ញុំអត់សូវដឹងអត់សូវយល់ពីរឿងចឹងទេតែតំបន់ដែលខ្ញុំនៅហ្នឹងគឺល្បីខ្លាំងហ្មងល្បីអញ្ចឹងហ្មង បាទ ចាហើយទៅមុខទៀតល្បីគ្រឿងគ្រូស្នេហ៍តំបន់ហ្នឹងតែគាត់ថាតំបន់ខ្ញុំអត់ទេអញ្ចឹងខ្ញុំកាត់មកដល់គេងទស្សនៈហ្នឹងវិញបងឯងជឿថាបន្ទប់ប៉ុនផ្ទះល្វែងមកយប់ម៉ានហើយទាយមើលអំឡុងពេលហ្នឹង បន្ទប់ប៉ិនផ្ទះល្វែង ចាបន្ទ ធំ ប់ វែងចឹងមក ចាបន្ទប់ហ្នឹងគឺសម្រាប់បងហ្នឹង អត់ចង់ទាយបងជឿចុះ 25,000 លុយខ្មែរ ចាដូចជា2005 2006ដែរអំឡុងពេលហ្នឹងមកនឹងមកបន្ទប់ហ្នឹងពួកខ្ញុំគេងម្នាក់អត់បងប្អូនខ្ញុំ22នាក់ ប៉ិនផ្ទះល្វែងឯងបងគេងតែក្រៀវភ្លៀងល្មមហ្មង តែចូលបន្ទប់ទឹកដំបងហ្នឹងគឺលឺសលេងតិចតិចទេប៉ុណ្ណឹងណាបងខ្ញុំទៅប៉ុណ្ណឹងទេប៉ុន្តែ2ម៉ោងគ្រាន់តែសំលេងគាត់ធ្ងោហ្នឹងពីម៉ោង2ដល់ម៉ោង4បន្ទប់ទឹកមួយចូល3នាក់ហើយធម្មតាបន្ទប់ទឹកហ៎បងផ្ទះឈើលើអញ្ចឹងមិនគេមានអាថ្នឹងឈើ បាទ នេះក៏អត់បាំងទេណាបាញ់ងើយទៅបាញ់សាក់ងើយមើលមានអារម្មណ៍ថាម៉េចហើយប៉ះចំមកយើងនេះវាឆ្វាក់ផងខ្ញុំអត់ហ៊ានងើយមួយទឹកហើយ3អ្នកបងប្អូនខ្ញុំចេញមកវិញ3អ្នកទៀតចូលទៀត3អ្នកទៀតចេញមកវិញ3អ្នកទៀតចូលទៀតចេញចុះចេញឡើងចេញចុះចេញឡើងមកយកតោភ្លើងគ្មានបានដេកទេទាំងអស់គ្នាហើយអត់មាត់ទេអត់ហ៊ាននិយាយទេដល់តែមកដល់វត្តបាននំគ្នានិយាយជុំគ្នាសំលេងធ្ងោក៏លួចជាងនឹងទៀតបងខ្ញុំថាចានិយាយនេះទេព្រោះយាយនេះឈឺជើងតែការពិតយាយនេះនឹងស្លាប់3ឆ្នាំហើយមិនសំលេងយាយនេះនឹងទេ យាយនេះនឹងជាអ្នកណាគេដែរ អ្នកចិត្តខាងតែគាត់ជំនាន់មុនហ្នឹងនៅហ្នឹងប៉
ប៉ាម៉ាក់ខ្ញុំគាត់ចេញធ្វើការរកស៊ីបាត់ហ្មងលក់ដូរអីចឹងណាបងចឹងពួកខ្ញុំអ្នកក្នុងភូមិអ្នកជិតខាងឯណាស្រឡាញ់អញ្ចឹងជួយមើលជួយថែចៅអីចឹងណារឿងហ្នឹងពាក់ព័ន្ធមួយជំនាញទៀតធ្ងោដូចឈូសចាប់ណាស់ចឹងណាបងធ្ងោយកហ្មងមិនធ្ងោដូចខ្ញុំធ្ងោមិនបន្តិចមិញណាឡងក៏លួចថាស្ដាប់ទៅគឺព្រឺក្បាលហ្មងខ្ញុំដកសលេងនឹងជាប់ហ្មងណាថាខ្មោចឡងមិនអីសលេងមិនអីមកសួរខ្ញុំដឹងអស់ហើយបើស្ដាប់បានអត់ស្ដាប់អត់បានទេបើនិយាយវិញស្ដាប់អត់បានហ្មងហើយកដាទេហ่าហ្មងព្រោះសពដាក់កដាទេតិចព្រឺឆ្អឹងខ្នងហ្មងហើយខ្ញុំកត់ថាពួកខ្ញុំហ៊ានទៅគេងមានតា2ឆ្នាំ3ឆ្នាំទៀតក្នុងបន្ទប់ហ្នឹងចដូនមួយខ្ញុំច្រើនហ្មង5គ្រួសារឆ្ងាញ់ណាស់យប់ហ្នឹងម៉ោង4ទៀបភ្លឺបាននោះនេះបានដេកទៅដល់វត្តបាននិយាយគ្នាថាចេះហើយមានលឺអីអត់លឺដល់ពេលអញ្ចឹងខ្ញុំក៏សួរឡានមួយទៀតម្នាក់ទៀតគេថាឃើញយាយអង្គុយកណ្ដាលផ្ទះខ្ញុំដាក់វានឹងអ្នកភូមិគេទៅលេងដែរគេចង់ទៅស្គាល់ទឹកដីខ្ញុំអញ្ចឹងណាបងបាទគេទៅលេងហើយបន្ទាប់មកទៀតខ្ញុំតែខ្ញុំអត់មាត់ទេខ្ញុំថាខ្ញុំសួរមីងគាត់ថាចេះមីងខ្លាចថាផ្ទះហ្នឹងអត់មានមនុស្សទេតែហេតុអីបន្ទប់មុខឃើញមនុស្សពីអ្នកដៃពុនដេកអោបគ្នាខ្ញុំនិយាយអញ្ចឹងគាត់ថាអត់ទេអត់មានទេហើយគាត់លាក់យើងអញ្ចឹងណាគាត់ចង់ឲ្យដឹងទេគាត់អត់ចង់ឲ្យថាដឹងរឿងហើយស្អីខ្លាចកដាយប់អីនោះនេះចាញ់អញ្ចឹងណាអត់ទេអត់មានទេគាត់ថាធាតពិតគឺផ្ទះហ្នឹងអត់មានទេពួកខ្ញុំមុជទឹកហើយអត់ចាំយូរទេទៅវត្តហើយអត់បកមកវិញដាក់អវ៉ាន់ទៅមកពេញហ្មងអត់និយាយច្រើនហើយតែហ្នឹងឥឡូវគឺទុកចោលបើបងជីទៅផ្លូវជាតិលេខ5ឆ្វេងដៃគឺឃើញអរគុណដែលប្រាប់ទីតាំងច្បាស់ចឹងខ្ញុំសុខចិត្តថាខ្ញុំមិនដឹងល្អជាងរំលងផ្ទះខ្ញុំ3ផ្ទះនៅផ្លូវធំហ្មងព្រោះផ្ទះខ្ញុំនៅផ្លូវជាតិទៀតប៉ុន្តែបងវិលៀមគាត់ប្រាប់ទាំងទីតាំងខ្ញុំច្បាស់ហ្មងថានៅខាងស្ដាំមានអីខាងឆ្វេងមានអីចាពីពេលនេះទៅឲ្យតែដល់ពោធិ៍សាត់គឺខ្ញុំត្រូវធ្វើមើលទៅពុករហូតមិនហាញទៅខាងណាទាំងអស់តំបន់នឹងរៀងនេះដែរបងតែខ្ញុំអធិស្ឋានដែរបើសិនជាក្រុមគ្រួសារគាត់ស្ដាប់ឮអញ្ចឹងណាបាទចាអូខេចុះចម្លែកម៉េចមិនបិណ្ឌមានមនុស្ស2នាក់ដេកអោបគ្នាអញ្ចឹងខ្ញុំអត់ដឹងហ្មងមកឲ្យចាក់ស្ដាយបន្ទប់នឹងអត់មានភ្លើងទេណាប៉ុន្តែខ្ញុំឃើញបើកភ្លើងហើយគឺសៀកពាក់សដេកអោបគ្នាតែខ្ញុំអត់បានប្រាប់អ្នកផ្ទះទេខ្ញុំអត់និយាយអីទេព្រោះខ្ញុំគិតថាប្រហែលជាគេបងប្អូនគេអីចឹងណាតែទីពិតកូនគាត់ទូចហ្នឹងគាត់នៅតែពីអ្នកប្តីពុនឲ្យកូនគាត់ទូចណាមានណាគេទេតែក្រុមខ្ញុំឯងតែបើក្រុមបងចដូនមួយខ្ញុំវិញពួកសវឹងមលូបខ្មៅអត់មានឃើញទេគាត់ថាចេះយើងនិយាយលេងហ្មងនិយាយលេងជុំគ្នាអញ្ចឹងណាគាត់ថាផឹកឲ្យសវឹងឯងខ្មោចមកមលូបខ្មោចបងមកយកពេញពួកគាត់អត់មានឃើញអីទាំងអស់ឃើញតែអ្នកអត់ផឹកអត់អីណាឃើញតែក្រុមខ្ញុំអីហ្នឹងហើយពូខ្ញុំគាត់ដឹងគាត់មកតាមមួយផ្លែតហើយគាត់ទៅផ្ទះវិញបាត់គាត់ទៅផ្ទះខ្លួនឯងវិញបាត់គាត់ដឹងថាតួពួកឯងដេកនៅអាណានៃហ្មងរបៀបអញ្ចឹងឲ្យឯងលងអាណានៃម្ដងមើលមែនយប់ហ្នឹងអត់បានគេងទាំងអស់គ្នាមែនគេងបានតែកូនក្មេងទូចទេ4 5ឆ្នាំវាគេងមែនវាអត់ដឹងអីទេតែអ្នកធំគឺអត់គេងហ្មងដូចពួកខ្ញុំអីអត់គេងអង្គុយស្ដាប់តុបភ្លឺម៉ោង4អំឡុងពីម៉ោង2ដល់ម៉ោង4ថាបកែធ្ងោមែន2ម៉ោងអញ្ចឹងទៀតណាខ្ញុំមានឆ្លៀតឆ្លើយតែអញ្ចឹងទៀតវាំងននណាបងចាក់ស្ដាយវាំងននពណ៌សអត់មានប្រឡាក់ឈាមទេណាតែវាំងននហ្នឹងមានឈាមវាំងននក្នុងតុបគាត់ហ្នឹងតែសំណាក់ណាខ្ញុំអត់ដឹងទេតែគាត់ថាបើខ្ញុំធ្លាប់ដើរលេងនៅក្រៅប្រទេសក្នុងប្រទេសអត់ដែរមានណាគេដាក់វាំងននសត្រូវទេបងបាទកម្រមានណាបើពណ៌សក៏វាប្រហាក់ប្រហែលជាមួយពណ៌ពងមាន់អីដែរគេដែរដាក់សនេះសស្គូសហ្មងសស្គូសបន្ទប់នឹងធំមែនធំជាងបន្ទប់នេះទៀតបងចេះសស្លេងក៏ធ្ងោហ្នឹងបាទអញ្ជើញខ្ញុំសុំដល់កាចាញ់វែងជាងនឹងទៀតបងអូយខ្ញុំក៏លួចហ្មងខ្ញុំ2ម៉ោងចាខ្ញុំចាំក្នុងតិចខ្ញុំច្បាស់ហ្មងបាទយ៉ាងម៉េចដែរបងប្អូនអរគុណសម្រាប់សាច់រឿងទី2នេះអូយអូយបថោផ្ទាំង
ពេលនេះយើងរបៀបដូចក្មេងៗដែរយើងមិនសូវចាប់អារម្មណ៍ណាបងរបៀបថាអាំងតែគ្នាច្រើនយើងតែខ្វល់ណា បាទ ប្រហែលឆ្នាំក្រោយដូចខ្ញុំមកម្ដងទៀតប៉ុន្តែខ្ញុំអត់គេងហ្នឹងឯងខ្ញុំមកលេងយាយខ្ញុំដែរអញ្ចឹងណាមកយកយាយទៅនៅភ្នំពេញវិញយាយខ្ញុំគាត់ដូចដូនជីអញ្ចឹងយាយខ្ញុំនេះហ่ะនឹងតែប៉ាន់មកយាយនេះម្ដងនៅហ្នឹងមកបង បាទជើង មុនគាត់ខូចហ្នឹងគាត់ថាចេះគាត់ចង់ជួបពីអ្នកបងប្អូនខ្ញុំណាព្រោះគាត់ស្រឡាញ់ពីអ្នកបងប្អូនខ្ញុំណា បាទ អញ្ចឹងស្រាប់តាយើងចេញពីព្រឹកទៅអត់អីទេតែយើងមកវិញល្ងាចណាអត់នៅគេងទេចូលលេងក្នុងផ្ទះចូលអីអស់ហើយអ៊ំស្រីខ្ញុំទី1ហ្នឹងណាគាត់ឈប់ពិតនឹងអានឹងចេះរបៀបប្រកាន់ដៃផ្ទះហ៎ បាទ ព្រោះផ្ទះជំនាន់បុរាណផ្ទះខ្ញុំហ្នឹងខ្ញុំឃើញយាយ នៅឈរក្បែរគាត់ហ្នឹងស្លៀកសពាក់សសើចដាក់ខ្ញុំ យាយនេះឬក៏លោកយាយ យាយនេះ អូ មិនយាយខ្ញុំទេតែយាយនេះស្លាប់យូរហើយបើគិតមកដល់ឥឡូវ10ឆ្នាំជាងហើយគាត់ខូចខ្ញុំគាត់ប្រាប់គាត់ថាចេះអ៊ំវីយាយនេះឈរចិត្តអ៊ំវីឯងសើចដាក់ខ្ញុំនិយាយពាក្យអាក្រក់ស្ដាប់ណាព្រោះអ៊ំមួយក្មួយពីឈួតហើយឈួតទេយាយនេះស្លាប់យូរណានេះនិយាយឈួតចឹងគាត់ថាខ្ញុំអញ្ចឹងខ្ញុំថាបើខ្ញុំឃើញមែនឈប់និយាយគាត់ឲ្យខ្ញុំនិយាយខ្ញុំឈប់និយាយទៅនឹងចាក់ស្ដែងហ្មង ខ្ញុំទៅលើកទី2ឃើញមែនហើយតាមតបហ្នឹងមកខ្ញុំទៅអត់ដែរឃើញអីទេអត់ហ្មងព្រោះពួកខ្ញុំអាសាទៅដែរមួយឆ្នាំនេះទៅម្ដង2ដងអីចឹងណាហ្មង បាទ ទៅលេងអញ្ចឹង អូយនិយាយទៅអ្នកដែលអាសាឃើញណាបទពិសោធន៍របស់ពួកគាត់ជាបទពិសោធន៍ដែលពិបាកនៅក្នុងការបំភ្លេចសំបីតែសម្លេងខ្ញុំអាចសម័យទាំងចេះនៅពេលដែលបងធ្ងោមិញណាធ្ងោមិញឲ្យប្រិយមិត្តនឹងខ្ញុំស្ដាប់ណាខ្ញុំមានអារម្មណ៍ថាព្រឺព្រួចបាត់ហើយប៉ុន្តែនៅពេលដែលអមនុស្សធ្ងោក៏លួចជាងនឹងមកកោះកាន់ទៀតសាកសម័យខ្ញុំដឹងថាបងស្រីគាត់ព្យាយាមធ្វើឲ្យកលួចទេប៉ុន្តែបងប្អូនទាំងអស់គ្នាថែមមួយកម្រិតទៀតណាវាប្រហែលគ្នាអូយបងឯងអាចគេងស្ដាប់2ម៉ោងបាន អូយក៏លួចខ្លាំងពេលហ្នឹង អូយយ ប្រឡប់ហ្មងលេងបៀហងនាំគ្នាឡូឡាផងអត់បាត់សលេងពួកខ្ញុំកាន់តឡូឡាគាត់កាន់តឡើងសលេង បាទ វាថាគាត់ចង់ដេញឲ្យចេញហើយមិនចេញ ហើយបងឯងគេងបន្ទប់គាត់ហើយ ឆ្នាដឹង គាត់ស្អែកឡើងមកជំនុំគ្នា អូខេនេះគឺជាសាច់រឿងទី2បន្ថែមនឹង sneak peek ចាំងក្រោយបន្តិចទៀត ពិតជាអស្ចារ្យមែនតើបទពិសោធន៍របស់បងបាទអូខេយើងចូលដល់សាច់រឿងទី3របស់បង អញ្ចឹងខ្ញុំនិយាយរឿងទី3ដែលខ្ញុំជួបចាក់ស្ដែងដែរ8នាក់ហ្នឹងហ្មងណា បាទជឿ ហើយរឿងហ្នឹងក៏បានផលិតជាសាច់រឿងដែរតែគ្រាន់ថាសាច់រឿងពិតគឺគាត់កន្លែងខុស 60% ទេព្រោះអីយើងដើម្បីតាក់ទាញអញ្ចឹងណា បាទ ក្នុងចេះខ្ញុំផ្ដើមរឿងណាបង បាទជឿ ក្នុងឆ្នាំ2024ហ្នឹងខ្ញុំទៅតែ2នាក់ទេ2នាក់គ្រួសារខ្ញុំជីដើរលេងអញ្ចឹងក៏យើងដើរលេងថតរូបអីអស់ហើយយើងក៏បកមកវិញគាត់ថាជួយញ៉ាំបាយឡើងហ្នឹងហើយខ្ញុំសុំអត់បញ្ជាក់ទីតាំងទេតែបើខ្ញុំបញ្ជាក់កន្លែងនេះគេស្គាល់ហ្មង ជាតំបន់ភ្នំជាតំបន់ ចាតំបន់ភ្នំ តំបន់ ហើយអាប់ស្អាត ហ្នឹងតិច ច្បាស់តែ ចា បាទជឿ តានេះត្រឡប់របស់ខ្ញុំគឺខ្ញុំអត់ចេះខ្ញុំស្ដាប់តលោកគ្រូម៉ុងគាត់ថាគាត់អត់ធូបអីហ្នឹងតាមពិតពុទ្ធសាសនាយើងចង់អត់ក៏បានដែរខ្ញុំអត់ទេខ្ញុំភិកច្រើនខ្ញុំអត់សូវអត់មែនប៉ុន្តែខ្ញុំដល់ទីសក្ការៈដែលគេបូជាហ្នឹងគឺខ្ញុំសូត្រធម៌ហ្មងខ្ញុំសុំធម៌សុំសេចក្តីសុខអរុអរិយទេវតាអីអ្នកថែសាអីចឹងណាចឹងអត់អីទេតែពេលគាត់បកមកវិញចូលកន្លែងហ្នឹងញ៉ាំបាយគាត់គិតថាញ៉ាំបាយហើយយើងចេញទៅហ្មងចឹងណាជីងប្រហែលជា200ម៉ែត្រអត់តន់ដល់ទីតាំងហ្នឹងទេទៅមិនចូលផ្លូវហ្នឹងទេខ្ញុំឃើញមកឈូសសកណ្ដាលផ្ទះខ្ញុំប្រាប់គាត់ថាអត់ញ៉ាំនឹងទេបកក្រោយវិញដាច់ខាតខ្ញុំគាត់ទៅប្រាប់គាត់អញ្ចឹងឯងអញ្ចឹងគាត់ក៏បកតាមខ្ញុំទៅគាត់ក៏សួរថាហេតុអីបានអត់ញ៉ាំនឹងតំណងតើគេចូលចិត្តទៅនឹងណាស្អាតទៀតមានអាប់មានអីចឹងណា បាទខ្ញុំដឹងទីតាំងហ្នឹងបាទ ចាពេលចឹងខ្ញុំថាអត់ទេដាច់ខាតកុំចូលកុំរំខានគេខ្ញុំនិយាយចឹងគេនៅមួយគ្រួសារគេមានក្តីសុខហើយយើងចូលទៅញ៉ៃញ៉ៃអីទៅចេញទៅព្រោះអីបើតាមសម័យរូបភាពខ្ញុំអត់ដឹងថាគេជួបដូចខ្ញុំអត់ទេប៉ុន្តែអានេះញៀនខ្ញុំគ្រាន់តែឲ្យឃើញក្នុងផ្ទះហ្នឹងណាមានជនជាតិបារាំងតែខ្ញុំអត់ដឹងថាមានមែនឬក៏អត់ទេព្រោះអីអាហ្នឹងរបស់នេះយើងទេ បាទ ចឹងណាចឹងអត់តន់អីទេមកវិញបាយកង់ម្ដង
បដើតាំងពីលើភ្នំដល់ក្រោមភ្នំហ្មងបដើយូរណាចាហើយខ្ញុំដើររត់ផងដើរផងពីក្រោយគាត់ខ្ញុំលឺសលេងឃើញនេះឃើញនោះតែខ្ញុំអត់មាត់ទេរួចគាត់បដើលឿនអញ្ចឹងខ្ញុំរត់ពីក្រោយអត់តន់ទេខ្ញុំដើរម្នាក់ឯងអញ្ចឹងទៅតែខ្ញុំឃើញខ្ញុំលឺខ្ញុំដឹងតែខ្ញុំអត់មាត់ ឃើញបែបណាទៅបង មកឆ្វាច់កូន ជាសមោលរហូតកាត់អីចឹងទៅ ចាកូនក្មេងឬធំអញ្ចឹងណា បាទ ហ្នឹងតែអត់អីទេមកពេញក៏អត់អីដែរស្រាប់តែក្នុងឆ្នាំ2025នេះក្នុងអំឡុងពេលខែ8 បាទ ដំបូងមុននឹងទៅហ្នឹងណាបកែកគ្នានិយាយគ្នាឡើងចង់4ម៉ោង ក៏មមត្រូវគ្នាតែពិតខ្ញុំចង់ទៅសៀមរាបទេខ្ញុំចូលចិត្តសៀមរាប បាទ តែមតិខ្ញុំតែ2នាក់អញ្ចឹងខ្ញុំអត់និយាយឈ្នះគេទេគេចង់ទៅតំបន់ហ្នឹងដើម្បីទៅកន្លែងមានរីសតថតរូបអីស្អាតៗអញ្ចឹងណាគ្នាខ្ញុំធម្មតាតែបានទៅព្រោះយើងងាយរីឡែកហ្នឹង បាទ អញ្ចឹងក៏ខ្ញុំព្រមអូខេទៅដំបូងតែ6នាក់ទេតែចៃដន្យ director គាត់មកតាមក្រោយពីអ្នកគូស្នេហ៍គាត់ហ្នឹងណា director ដែលផលិតរឿង ចាគាត់មកជាមួយគូស្នេហ៍គាត់ហ្នឹងក៏សម្រេចថាឡើងលើនឹងហ្មងទៅពេលដែលឡើងហ្នឹងអត់តន់អីទេហើយថ្ងៃហ្នឹងចំ8កើតហើយសល់ធំទៀត បាទ ពេលដែលជិះម៉ូតូចូលខ្ញុំអត់តន់ជិះម៉ូតូចូលអចេះស្រ័យអត់ទៅមិនជិះឡើងទេខ្ញុំប្រាប់គាត់ថាអញ្ចឹងខ្ញុំដឹងថាមានរឿងអីប៉ុន្តែខ្ញុំចង់ឈ្នះយើងខ្ញុំចង់ឈ្នះគ្រួសារខ្ញុំ ពេលហ្នឹងគាត់និយាយអីគេទៅបានបងចង់ឈ្នះ បងដឹងថាម៉េចទេមុនឡើងហ្នឹងយើងក៏ប្រជុំគ្នានៅត្រឹមកប៉ត បាទតទៀតចុះ ប្រជុំគ្នាត្រឹមហ្នឹងគាត់ថាចេះបើជ្រុលទៅឲ្យខ្មោចលងអស់គ្នាទៅខ្លាំងណាស់ណាខ្ញុំប្រាប់ តែគ្រួសារបងអ្នកជឿដែរឬក៏មិនដែរ អ្នកជឿតែគាត់អត់សូវដែរឃើញទេយូរឃើញម្ដងអីទេហ្មង អញ្ចឹងគាត់ផ្កើន ចាគាត់លពលពូច តែក៏នាំគ្នាទៅនៅពេលជិះម៉ូតូឡើងខ្ញុំនិយាយមួយគាត់ថាចេះតានី 100% ហ្នឹងឃើញហើយខ្ញុំនិយាយចឹងហ្មងថាដឹងតែមានរឿងអីមួយហើយខ្ញុំអត់មាត់ទេពេលទៅដល់ខ្ញុំស្មានតែពួកគាត់ទុកម៉ូតូនៅខាងក្រៅទេបងតែជាក់ស្ដែងគឺជិះម៉ូតូចូលក្នុងហ្នឹងហ្មងព្រោះក្នុងហ្នឹងមាន3បន្ទប់ បាទខ្ញុំសម័យឃើញបែបហ្នឹងហ្មង ធម្មតាបងឧទាហរណ៍ណាអំឡុងពេលម៉ោង3អ្នកខ្លះគេងថ្ងៃមែនត្រូវទេបង បាទ ខ្ញុំគិតថាចេះតម្រាំតែយើងនៅក្នុងផ្ទះគេជិះម៉ូតូរោនៅខាងក្រៅផ្ទះយើងនៅខឹងចុះតម្រាំតែគេនៅក្នុងផ្ទះគេគេងខ្ញុំថាហេតុអីបើនាំនេះជិះម៉ូតូចូលក្នុងផ្ទះគេខ្ញុំនិយាយអញ្ចឹងណាតែពេលដែលទៅហ្នឹងគឺខ្ញុំអត់ទាន់ឃើញអីទេខ្ញុំអត់ទាន់ឃើញហ្មងរៀបចំធម្មតារៀបសែនធម្មតាទាំងអស់ប៉ុន្តែតួអង្គស្រីម្នាក់ទៀតព្រោះមានស្រី3នាក់ចុះមកគូទៀតគាត់សិតប្រុសហ្នឹងប្រុស បាទយល់ ណាចាដល់ពេលអញ្ចឹងខ្ញុំរៀបចំសែនធម្មតាខ្ញុំអត់ដែរអុជធូបទេតែខ្ញុំចេះសូត្រអីចឹងណាទាញមកខ្ញុំអត់ឲ្យសូត្រត្រូវទេខ្ញុំដាក់សែនធម្មតាសូត្រអត់ត្រូវតែខ្ញុំដឹងតែមានរឿងអីដែលសារអីទីមួយយើងចូលទៅរំខានគេខ្ញុំអត់មាត់ទេយើងរៀបចំធម្មតារៀបអាំងសាច់អីធម្មតាទាំងអស់តែម្នាក់ទៀតគាត់អត់ស្នុកចិត្តទេគាត់ឃើញហ៎បងម្នាក់ទៀតដូចខ្ញុំចឹងតែគាត់ឃើញសាហាវជាងខ្ញុំទៀតគាត់លើសខ្ញុំទៀតគាត់ឃើញអាក្រក់ហ្មងបើខ្ញុំអត់ទេខ្ញុំអត់ងាយឃើញអាក្រក់ទេគាត់ក៏ទៅទិញចេកយកមកសែនធូបគាត់និយាយថាចេះបើសិនជាមិនឲ្យគាត់ស្នាក់អាស្រ័យក្នុងយប់នឹងទេឲ្យឃើញជាហេតុភេទចឹងធូបស្មាទោសណាបើខ្ញុំលើកដៃទៅវាដូចអាក្រក់មើលចឹងអត់របៀបយើងឲ្យចេះឆែតែពីរសងខាងកដាល យល់ មែនតែនណាបងអញ្ចឹង ចាំបានគាត់អុជ3សរសៃ ចាតែឆេះតែពីរសរសៃឯងមានន័យថាគឺគេអត់ឲ្យយើងគេងនៅនឹងទេដាច់ខាតហ្មង អូអញ្ចឹងបានគម្រោងបងគឺបោះតង់នៅកន្លែង ចាគេងហ្នឹងហ្មងបោះតង់ហើយណាបងបោះតង់ហើយឯង ជិះក្បាល ចាបោះតង់ហើយអស់ហើយខ្ញុំអត់តន់អីទេតែលឺសំឡេងគោះនេះព្រោះឯនេះឈើដែរអញ្ចឹងពីរដងឯងអត់អីទេលើកទី2ទៀតគោះទៀតអត់តន់អីទៀត ប៉ុន្តែម្ដុំហ្នឹងអត់អីបងម្ដុំហ្នឹងដូចអត់មានឈើទេ មានបងឥឡូវហ្នឹងគេរបៀបគេដាក់ឈើបន្ទប់ដើម្បីទប់ អូបាទ ខាងលើ2ដងចូល3ដងគោះទៀតហ្នឹងខ្ញុំអ្នកលឺខ្ញុំអត់តន់អីទៀតហើយពួកគាត់បន្តនិយាយគ្នាវា
ញ៉ាំអីចឹងណាពាក្យអីយើងបាញ់គ្នាលេងខានជប់គ្នាយូរចឹងណាអង្គុយញ៉ាំហ្នឹងខ្ញុំក៏លេចទៅខាងឆ្វេងដៃខ្ញុំតង់ខាងdirector ពួកខ្ញុំបោះខាងនេះ បាទ គេបោះខាងនោះដូចខ្ញុំបង្ហាញរូបបងឲ្យមើលមុនហ្នឹងឃើញដុកតាហ្នឹងឆោស្លងងាកចំបាត់ខ្ញុំអត់មើលខ្ញុំងាកមកចេញខ្ញុំគ្រាន់តែប្រាប់ពួកគាត់ថាអូនិយាយអីឲ្យល្មមមើលបានហើយបិទមាត់ខ្លះខ្ញុំនិយាយចឹងណាបិទមាត់ខ្លះទៅហើយយើងនៅតែនិយាយសើចបន្តនិយាយសើចចឹងទៀតលើកទី4គោះទៀត អាហ្នឹងខ្លាំងហ្មងកាហុំខ្លាំងហ្មងបង បាទ ហើយមិនលឺតែខ្ញុំទេណាលឺទាំងតួអង្គម្នាក់ស្រីទៀតអាមួយទៀតតែមិនអ្នកដែលឃើញដំបងគេសួរខ្ញុំចាលឺសលេងអីអត់ខ្ញុំថាមានស្អីខ្ចល់នេះខ្ញុំនិយាយចឹងណាខ្ចល់ដល់ពេលចឹងអូននេះទៀតក៏ព្រោះចាតែមួយទឹកហីកំណត់ខ្ញុំគាត់ថាចេះបើក្នុងយប់ហ្នឹងគឺមានរឿងហីតែខ្ញុំអត់ដឹងថាមានរឿងអីទេអាចនឹងចូលអ្នកណាម្នាក់ក្នុងចំណោមគ្នាខ្ញុំ8នាក់ព្រោះខ្ញុំមានម្នាក់ បាទយល់ នៅពេលអញ្ចឹងខ្ញុំថាចាំម៉ោង6ល្ងិតទៅមួយទឹកហើយឈប់ញ៉ាំគេងយកហ្មងកុំឲ្យពិបាកចេញពីបន្ទប់ទឹកពេលយប់ ប៉ុន្តែបងមួយទឹកនៅកន្លែងណាទៅ ចិត្តហ្នឹងមានបន្ទប់ទឹកហ៎ហ្មង អូបន្ទប់ទឹកសាធារណៈ ចា បាទអូ តែពួកខ្ញុំអត់បានមួយទឹកទេជាក់ស្ដែងគឺពួកខ្ញុំអត់បានមួយទឹកទេអាមួយនោះគាត់ប្រាប់ថាតោះចាយទៅដាច់ខាតអញ្ចឹងខ្ញុំក៏ឡើងម៉ូតូជាមួយនឹងមកគូទៀតគេជិះពីអ្នកគ្នាគេអញ្ចឹងណាតួអង្គដែលឃើញនារីរបាំមកគ្រួសារកដាផ្ទះហ្នឹងហ្មងនារីរបាំហ្មងសិប្បៈបុរាណណានៅកដាផ្ទះហ្នឹងគេជិះផ្សេងទៅខ្ញុំជិះផ្សេងប៉ុន្តែអត់ទាន់ដល់ពេលទៅមួយទឹកហ្នឹងទេម្នាក់ទៀតគ្នាខ្ញុំហ្នឹងខលមកវីដេអូខលគ្នា8នាក់ឯងតែឃើញ9នាក់ខាងក្រោយខ្នងហ្មងគួយខាងក្រោយខ្នងពួកខ្ញុំ9នាក់មានរូបថតតែខ្ញុំអត់ដឹងរូបថតនៅណាតែដឹងតែគ្នាខ្ញុំមានថតបានអញ្ចឹងណា screenshot ចា បាទ 9នាក់អញ្ចឹងអត់តន់អីទៀតនៅស្ងៀមទៀតរូបរាងជាមនុស្សស្រីរូបសឃើញតែបំពង់ភ្នែកឯហ្នឹងណាតាំងពេលអញ្ចឹងទៅក៏នាំគ្នាទៅនិយាយថាអត់ស្រួលទេចាយមានឃើញអីចាយមានលឺអីអត់ព្រោះពេលហ្នឹងក៏អ្នកក្នុងក្រុមហ្នឹងអត់ដឹងថាខ្ញុំឃើញអញ្ចឹងដែរព្រោះខ្ញុំអត់ដែរប្រាប់គេព្រោះតែប្រាប់ទៅគេអត់ដែរជឿយើងអញ្ចឹងខ្ញុំសុកចិត្តអត់និយាយលាក់រហូតហ្មងគឺមិននិយាយដាច់ខាតតែថាចាំទៅវិញចាំប្រាប់គាត់ឲ្យគាត់រើតង់រើអីចឹងណាចាញ់ទៅពេលដែលមកដល់បងអត់ចាំយូរទេរើខ្ទេចរើខ្ទីតែពួកខ្ញុំរើមែនតែពួកខ្ញុំរៀបឡើងស្អាតឲ្យគេហ្មងអត់មានទុកអីញ៉ៃញ៉ៃទេអញ្ចឹងគេទៅចាំខ្ញុំអស់ហើយគ្រូសាខ្ញុំក៏ដឹកអាកេះប៉ុណ្ណេះអញ្ចឹងម៉ូតូពួកខ្ញុំហ្នឹងគឺអត់អាចជិះបានទេខ្ញុំត្រូវឡើងម៉ូតូជាមួយនឹងម្នាក់ទៀតតែអំឡុងពេលដែលយើងទៅមួយទឹកវិញបកមកឡើងមួយទឹកវិញណាខ្ញុំឡើងម៉ូតូក្រោយគេព្រោះម៉ូតូក្រោយហ្នឹងគឺជិះ3នាក់លោកតាហ្នឹងហើយនឹងម្នាក់ស្រីមួយទៀតដេញខ្ញុំត្រំចឹងរបៀបអញ្ចឹងដេញខ្ញុំហក់ឡើងម៉ូតូឡើងខុសម៉ូតូខ្ញុំប្រាប់បងឯងខ្ញុំអត់មកទេខ្ញុំអត់ឲ្យក្មេងៗនឹងដឹងដើម្បីខ្លាចពួកគាត់ភ័យចឹងណាព្រោះអីពួកគាត់អត់ឃើញតែខ្ញុំ3នាក់ទេតួអង្គម្នាក់ទៀតសង្សារដែលគាត់កេះខ្ញុំថាចែលឺអីអត់ហ្នឹងណាគាត់ឃើញមនុស្សស្រីពាក់អាវសតែគាត់ស្មានតែគ្នាឯងព្រោះអីក្នុងហ្នឹងមានអ្នកពាក់អាវសដែរចឹងឃើញតែ3នាក់ឯងតែអ្នកស្ដែងខ្លាំងជាងគេគឺខ្ញុំនឹងជាមួយម្នាក់ទៀតបានខ្លាំងហ្មងចឹងខ្ញុំអត់និយាយអីខ្ញុំថាអូខេទៅវិញទៅអត់នៅចឹងអំឡុងពេលរើបានរៀបអស់ហើយចាប់ដាក់នៅតែខ្ញុំ3នាក់ឯងនៅម៉ូតូអាសង្ឃមួយហ្នឹងជី3នាក់ស្រាប់តែអាអូនស្រីហ្នឹងគាត់ឡើងកវត្តជើងឡើងម៉ូតូធ្លាក់សម្រាមនៅក្នុងផ្ទះហ្នឹងហ្មងណាបានតែក្នុងកលៈទេសៈនេះម៉ូតូនេះគឺនៅក្នុងផ្ទះនៅឡើយទេចាហើយនៅតែខ្ញុំ3នាក់ហើយខ្ញុំជិះក្រោយគេទៀតពេលហ្នឹងខ្ញុំប្រាប់បងឯងខ្ញុំខ្លាចណានឹងអារឿងហ្នឹងក៏ខ្ញុំខ្លាចដល់ឥឡូវដែលខ្ញុំថាបើខ្ញុំទៅលើកទី3ទៀតគឺខ្ញុំអត់ទៅទេខ្ញុំអត់ទៅហ្មងដាច់ខាតគឺខ្ញុំអត់ទៅហ្មងដោយសារអីខ្ញុំខ្លាចបំផុតគឺអាការដេញអាការសឡុតហ្នឹងហ្មងបាទខ្ញុំប្រាប់គាត់ឆោសឡឹងមើលសឡឹងអត់ដាក់ភ្នែកលោកតាថែសួនខ្ញុំហៅលោកតាថែសួនសឡឹងមើលអត់ដាក់ភ្នែកហ្មងតែមិនមែនមកជារូបរាងអាក្រក់ទេជាមនុស្សសក់ស
វាមានលាវខាងលើហ្មងពណ៌រៀងទឹកប៊ិច អូរបៀបមានប៉ូលខាងលើ ចាហ្នឹងហើយរបៀបព្រួយកន្លែងហ្នឹងគឺកន្លែងនេះដែរអញ្ចឹងណា យល់ ចាដល់ពេលហើយស្រាប់តែសម្រាមធ្លាក់អត់ឲ្យខ្ញុំរើសទេប្រងអត់ឲ្យខ្ញុំរើសណាបងហើយអឺតចាញ់ពីអាបន្ទប់កដាគេហ្នឹងឃើញតែព្រំនេះទេបើហើយមិនរើសទេហើយគិតថាហើយចាញ់រួចមែនខ្ញុំប្រាប់ និយាយលឺច្បាស់ហ្មង អត់ទេហ្មងសឡឹងមកឲ្យញៀនយើងដឹងហ្មងណាតែសំដីអាក្រក់ណាខ្ញុំនិយាយត្រង់ណាអានេះខ្ញុំនិយាយថាអសរោះចុះបើថ្ងៃមិនរឹងឲ្យកុំសង្ឃឹមថាចេញពីកន្លែងនឹងបានឲ្យសោះ កៅផ្នែកហ្នឹងគឺប្រកបអត្ថន័យមួយហ្នឹង សឡឹងមកតាបងឃើញតែប៉ុណ្នេះណាខ្ញុំថាអត់ទេអញមិនក៏ត្រូវទៅរឹសដែរហើយពេលចាញ់ខ្ញុំអត់ងាកក្រោយហ្មងខ្ញុំប្រាប់ខ្ញុំអត់ងាកក្រោយទេអត់ងាកក្រោយហ្មងទៅដល់កន្លែងមួយទៀតយើងបោះតង់មួយទៀតហ្នឹងណាអត់អីទេតែនៅតែឃើញទៀតពួកខ្ញុំនៅតែឃើញតំបន់ហ្នឹងនៅតែឃើញអញ្ចឹងពីអ្នកខ្ញុំអានោះវាឃើញមនុស្សប្រុសខ្ញុំឃើញមនុស្សស្រីឃើញតែក្បាលទេអត់មានឃើញខ្លួនទេខ្ញុំអត់មកទេមកប្រាប់ចាយឃើញអីអត់ឃើញពងមើលមកយើងនឹងឯងខ្ញុំនិយាយចឹងខ្ញុំថាពងមើលមកយើងនឹងគិតមិនចាយអញចូលដេកទៅកុំមាត់ខ្ញុំនេះចូលដេកទៅតែវាស្ដែងអាត្រង់ថាពួកយើងទៅដល់ហើយមិននាំគ្នាទៅមួយទឹកជុំគ្នាជួបទប់ទឹកហ្នឹងHoney Director ហ្នឹងគាត់ភ្លេចសោនៅឡែងពួកខ្ញុំលុបមុខឡាបូចាក់ស្ដែងគាត់ចូលមកយកហើយខ្ញុំឃើញគាត់ហ្នឹងរត់ចូលទៅយកម្ដងទៀតទាំងដែលម្នាក់ទៀតនៅមុខខ្ញុំថាហិមិនហ្នឹងអញមិនហ្នឹងកុំមាត់នៅស្ងៀមកុំមាត់ស្អែកឡើងមានបងប្រុសមួយក៏រៀងចាស់ទុំជាងគេនៅក្នុងគ្រប់ពួកខ្ញុំអញ្ចឹងណាគាត់ប្រាប់ថាទៅកុំមកទុះគេទៅអុចធុកសុំអីចឹងណាពួកខ្ញុំទៅអុចធុកអុចអីសុំចឹងទៅហើយក៏អត់តន់មកបំពេញដែរក៏បន្តទៅមកកន្លែងទៀតហ្នឹងយប់ហ្នឹងអត់អីអាពេលលេងធម្មតាពីថ្ងៃតលម៉ោង 9 អត់អីទេ នៅក្នុងខេត្តតែមួយ ចាតែយើងមកកន្លែងហ្នឹងខ្ពស់ជាងមុននេះស្អាតកន្លែងហ្នឹងទៅល្បីទេបងឡាពោះហ្នឹងកន្លែងហ្នឹងខ្ញុំអត់មាត់ប្រាប់គាត់ទេតែបើគ្នាខាងគ្រូសាខ្ញុំគាត់ដឹងខាងហ្នឹងមានដបោកមួយហើយខ្ញុំអត់បានដើរទៅខាងក្រោយហ្នឹងទេចាក់ស្ដែងខ្ញុំអត់បានដើរទៅទេតែខ្ញុំទៅមួយទឹកមុនគេខ្ញុំត្រូវទៅមួយទឹកដល់ពេលខ្ញុំទៅមួយទឹកខ្ញុំឃើញមនុស្សស្លៀករបៀបស្រូតិចអងប៉មីហ៎តែឃើញធំនេះអត់ឃើញក្បាលហ្នឹងខ្ញុំអត់មាត់ទៀតមកវិញវាហប់យើងគេងក្នុងតង់ហ៎គ្រូសាខ្ញុំបើកតង់នឹងហ្មងដូចជានៅ3គូ4គូយើងជួបអ្នកចំណូលថ្មីមួយទៀតគាត់គេងនៅនឹងដែរអញ្ចឹងណាតែគេអត់អីតែយើងមកយប់ខ្ញុំគេអត់លក់ទេគេមកអឺតរហូតមើលរហូតទោះបីខ្ញុំខំមិនក៏ថ្មិចអត់បានមកយកទោសភ្លឺគេមកអឺតមើលរហូតមកដឹងថាមកពីអីណាងាកមកអឺតមើលយើងហ្មងបងពេលហ្នឹងបងគេនៅក្នុងតង់ណាចាយើងបើកប្រអួចគាត់បើកអានេះតង់ហ្នឹងហើយអញ្ចឹងឃើញអឺតចាអឺតតែក្បាលឃើញតែក្បាលតែឃើញភ្នែកឃើញអីក៏ស្មៅខ្មៅឃើញយល់ចាក់ស្ដែងគ្នាយើងគេងអស់ហើយខ្ញុំថាអូយអញហើយរីឡិចសាហាវជាងស្អីទៀតឃើញបានរីឡិចទេមកវិញឈឺខ្លួនទៀតហ្នឹងនឹងចាប់ប៉ុណ្្នឹងមកហើយអត់មកទេណាដល់មកបំពេញមិនខ្ញុំនិយាយភាគច្រើនគឺខ្ញុំអត់សូវចង់និយាយតតែគេសួរមិនខ្ញុំនិយាយអញ្ចឹងបានន័យថាកន្លែងដែលបងផ្លាស់ប្ដូរចុងក្រោយនេះក៏នៅលើភ្នំមួយហ្នឹងដែរអត់ទេបងមកខាងផ្សេងអូចុះទៅដីផ្សេងមួយទៀតណាចាមកខាងគេហៅអីគេនេះខ្ញុំធ្លាប់ឃើញគេថតដែរកន្លែងហ្នឹងហ្នឹងហើយឥឡូវយើងគុំចាថតបោះទៅកន្លែងទីតាំងទី1វិញចាផ្លាស់ប្ដូរពីក្នុងផ្ទះទៅបោះតង់នៅកន្លែងមួយទៀតចាហ្សូនមួយទៀតតំបន់មួយទៀតដែលនៅគិតចិត្តហ្នឹងមកមាត់បឹងវិញមាត់បឹងមកដឹងហ្មងមាត់បឹងអូយហើយមនុស្សច្រើនណាហ្មងហាត់អីមិនឃើញតែពីអ្នកខ្ញុំមិនយល់បាទអូតក្បាលចេញពីទឹកមកឃើញតក្បាលតលឹមអញ្ចឹងណាអូយហើយខ្ញុំអត់ខ្លាចខ្ញុំងាកមុខចេញខ្ញុំបែរមុខចេញ
យល់ ខ្ញុំចូលគេងទៅខ្ញុំខ្ជិលមាត់ជើកកខ្ញុំហើយតានាងត្រឡប់ខ្ញុំមិនថានៅក្រៅនៅផ្ទះនៅក្រៅប្រទេសក្នុងស្រុកអីទេឲ្យតែមុនគេងក៏ខ្ញុំថ្វាយអង្គមហើយខ្ញុំរំលឹកហើយគុណមេដាបិតាគុណគ្រូឧបជាយាចាអីចឹងណាគុណលោកគ្រូគុណទេវតាជំនាញផ្ទះស្អីខ្ញុំនឹកអស់ហើយរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងគឺដាច់ខាតគឺខ្ញុំត្រូវថ្វាយអង្គម3ដងចឹងមកមិនថានៅណាទេតានាងត្រឡប់ខ្ញុំនឹកតែប៉ុណ្្នឹងទេតែនៅតែឃើញ ចម្លែកណាអូខេបងប្អូនក៏ចង់ដឹងថាទីតាំងកន្លែងដែលគាត់និយាយដែលគាត់ពួកគាត់ចតម៉ូតូនៅក្នុងផ្ទះរបស់គេហ្នឹងគឺទីកន្លែងណាខ្ញុំប្រហែលតិចចោះមិនមែនចេញពីមាត់របស់បងស្រីទេអាហ្នឹងចេញពីមាត់របស់ខ្ញុំណាព្រោះខ្ញុំដឹងច្បាស់ថាផ្ទះហ្នឹងនៅកន្លែងណានៅក្នុងតំបន់ភ្នំមួយហ្នឹងផ្ទះមួយហ្នឹងគឺនៅកណ្ដាលវាលហ្មងវាមិនមែននៅកលុកកលៀតដែលបងប្អូនត្រូវជិះញ៉ៃញ៉ៃទេប៉ុន្តែវាស្ថិតនៅក្នុងតំបន់មួយដែលមានផ្លូវបែកច្រើនហើយមានក្រុមអ្នកបោះតង់ vlogger មួយចំនួនក៏ធ្លាប់បោះតង់នៅផ្ទះមួយនឹងដែរហើយក៏បានរៀបរាប់ថាមានសាច់រឿងអ្វីខ្លះដែរផ្ទះមួយហ្នឹងបើខ្ញុំចាំអត់ខុសទេដូចជាមានប្រភពនៅពីមុខទៀត មានបងមាន បាទជាប្រភេទផ្ទះវិឡាទឿ ចា៎ អូខេប៉ុណ្ណឹងអញ្ចឹងអ្វីដែលបងបានជួបបានន័យថាមិនមែនមានតតាម្នាក់ហ្នឹងទេ ច្រើនក្នុងផ្ទះហ្នឹងច្រើនខ្លាំងណាស់ ព្រោះបង ខ្ញុំជួប3នាក់ បាទ ខ្ញុំជួប3នាក់ហើយម្នាក់ទៀតមកគ្រួសារ នៅក្នុងផ្ទះហ្នឹងទាំងអស់ ចា ព្រោះខ្ញុំស្ដាប់ឮមានប្រាំង ចាហ្នឹងខ្ញុំជួប2024 បាទមាន ក្រុម ប្រាំង គ្រួសារប្រាំង ឥឡូវមកជួបលោកតាថែសួន ចា មានមនុស្សស្រីក្នុងហ្នឹង តិពៈបុរាណ អូយភើហើយនឹងអ្នករបាំបុរាណមួយក្រុម ចា អូយយ ច្រើនខ្លាំងណាស់ថ្ងៃហ្នឹងវាចំថ្ងៃសល់ផងពេលហ្នឹងអាចថាយើងមិនប្រមាទទេបើអ្នកដឹងគេមិនប្រមាទទេពួកខ្ញុំវាមិនប្រមាទទេគាត់តែនិយាយពីលេងណា បាទ តែវាមិននឹកស្មានដល់ មិនមែនទេបងអើយអានេះមិនមែនបើអានេះជាមតិរបស់ខ្ញុំណា ចា ទី1គ្រួសារបបងគាត់មានចិត្តមួយមុននឹងឡើងទៅបាត់ទៅហើយទី1 គាត់ដៅហើយ បាទទី2មិត្តភ័ក្តិរបស់បងទាំងអស់ស្រឡាច់ទីតាំងមួយហ្នឹងតែម្ដង គ្រួសារខ្ញុំឯង អូ ពួកគាត់អត់យល់ស្របទេហ្មងតែធ្វើមិនយើងគិតថាចេះយើងបោះតង់គេអញ្ចឹងហើយស្អែកឡើងយើងទៅគេរីសតហើយយើងមានកម្លាំងមកបំពេញវិញស្រួលជាងអញ្ចឹងណាចង់បោះតង់ចង់មើលអាប់តែមិនមែនថាមិនយល់ស្របប្រឆាំងគ្នាហ្មងទេតែគ្រួសារខ្ញុំនឹងហ្មងមេនាំអាត ទី3បើខ្ញុំសម័យតង់របស់បងគឺមិនមែននៅខាងក្រៅបរិវេណនេះគឺនៅខាងក្នុងផ្ទះហ្នឹងហ្មង អត់ទេបងពួកខ្ញុំបោះខាងក្រៅ បើខាងក្រៅគ្រាន់តែចតម៉ូតូទុកនៅខាងក្នុង ចា ប៉ាកែបើខ្ញុំរីកក្បាលដែរ អាប់ហើយខ្យល់ណាបងថ្ងៃហ្នឹងខ្យល់ខ្លាំងហើយអាប់រដូវកាលអំឡុងពេលខែ8គឺខែវស្សា ខែផ្សារពេញ ពេញហ្មងខ្ញុំទៅសើគាត់មែន ខ្ញុំគិតថាខ្ញុំតើសារគាត់ដែលគាត់បានរើសទីតាំងមួយហ្នឹង ចុះបើគាត់រើសទីតាំងអាមួយទៀត ខ្ញុំគិតតែចេះបើអត់ជួបរឿងហ្នឹងអាចជួបរឿងអីផ្សេងហ៎បង បាទ ខ្ញុំគិតថាព្រោះអីអារម្មណ៍យើងឲ្យហើយអស់ហើយហ្នឹង ទីតាំងមួយទៀតអា2 3ជាន់ហ៎បើសិនជាប្តីបងជ្រើសរើសទីតាំងមួយហ្នឹងមិនដឹងយ៉ាងណា អាហ្នឹងថ្ងៃមុនខ្ញុំនិយាយលេងមួយគាត់តែថាចេះយើងពោគ្នាទៅនឹងដងឯង បងអត់ដែរឃើញអីនៅក្នុងណាហ៎ អត់ដែរបងអត់ដែរសោះហ្មង អត់ដែរឃើញអីទេ ចា ប៉ុន្តែដោយសារតែទីតាំងអា2 3ជាន់ហ្នឹងបានផ្លាស់ប្ដូរក្នុងពេលបច្ចុប្បន្នដូចជាធ្វើជាតែទំនើបដែរអញ្ ចា ចឹងណា ចា អញ្ចឹងក្នុងករណីហ្នឹងដូចជាមានករណីច្រើនណាស់ដែលអ្នក កាត់នៅហ្នឹង បាទកើតនៅហ្នឹងតែសម្រាប់បងអត់ដែរជួប អ ទេ ត់ដែរព្រោះអីយាយខ្ញុំគាត់មុនខូចយាយខ្ញុំគាត់ប្រាប់ថាចេះនៅតំបន់ហ្នឹងឲ្យទៅលេងលបែងចាញ់ព្រោះយាយខ្ញុំគាត់បបកញ្ញា បាទ ប្រចាំខេត្តបាត់ដំបងលេខ បាទ 2អញ្ចឹងគាត់អាសាដើរជាមួយនឹង យល់ អញ្ចឹងណាគាត់ថាឲ្យតាចាញ់លបែងហក់សម្រាប់ខ្លួននេះពិតគាត់និយាយហ្មងគាត់ថាពិតហ្មងគាត់ថាមិនជឿអត់ទៅ បាទចុះមានអីមក ចា កាន់ដៃហ្នឹង ចា បាទ ចាញ់ហក់ហ្មងហ្នឹងយាយខ្ញុំគាត់ប្រាប់ដែរ បើសិនជាខ្ញុំគ្រប់ពេលដែលខ្ញុំទៅដល់កន្លែងហ្នឹងណា ចា៎ គេនិយមឈរថតរូបអីចឹងណា ចា៎ កន្លែងប្រកាន់ដៃហ្នឹងណា ចា សម្រាប់ខ្ញុំអត់ដែរសប្បាយអតាំងពីទូចមកហើយខ្ញុំមានអារម្មណ៍ថាស្លុតហ្មងឲ្យតែឃើញ អូ កន្លែង ដូច ហ្នឹង ខ្ញុំដែរខ្ញុំអត់
ខ្ញុំខ្លាចខ្ញុំចូលចិត្តខ្ពស់ប៉ុន្តែខ្ញុំអាកន្លែងណាដែលមើលអត់សំណំគឺខ្ញុំអត់ទៅទេ បាទពួកបើសួរថាខ្ញុំខ្លាចខ្ពស់អត់ខ្លាចតែខ្ញុំខ្ញុំហ៊ានឥឡូវប្រហែលដូចពេលដែលខ្ញុំទៅសុកក្រៅអញ្ចឹងណាគៀម100ជាន់អីអញ្ចឹងណាគេធ្វើកញ្ចក់ខ្ញុំដើរខ្ញុំអត់ខ្លាចខ្ញុំមើលក្រោមទៀត អូខ្ញុំចូលចិត្តណាស់ កន្លែងហ្នឹងមួយធ្វើឲ្យវាឲ្យអារម្មណ៍មួយដែលថា អត់ហ៊ាន អត់សុបាយហ្មង អត់រំភើប បាទអត់រំភើបជាមួយទេ ចា អូយអញ្ចឹងបងប្អូនប្រហែលជាដឹងហើយថានៅទីតាំងកន្លែងណាអាហ្នឹងជាការសន្មតរបស់បងប្អូនទាំងអស់គ្នាគិតថាកន្លែងណាជាកន្លែងហ្នឹងទៅចោះ ចា នេះជាស្អីរឿងរបស់បងស្រីបងស្រីចែករំលែកបន្តទៀតបាទណា អឺរឿង ដាក់បាសសក់មើលបង រឿងមួយទៀតណាដូចជារឿងទី3ណាបងណា បាទឥឡូវយើងចូលទី ចូលទី4ណាបងទី4ហ្នឹងគឺចូលឆ្នាំចិន2025នេះដែរទេ 4ឆ្នាំមុននេះតែម្ដង ចាខ្ញុំទៅគេងនៅហ្នឹងយកនៅហ្នឹងក៏គ្នាយើងស្គាល់ដែរបងនិយាយចំហ្មងទៅគេរីរួមចការតែ ហើយពេលដែលខ្ញុំនិយាយទៅគាត់ថាកន្លែងហ្នឹងគឺគាត់ឃើញច្រើនណាប៉ុន្តែខ្ញុំខុសគេតង់ថាយប់ទី1ហ្នឹងគឺយើងទៅគេងហ្នឹងគឺអត់មានបញ្ហាអីទេយើងគេងនៅឧឈានទេអត់អីទេអត់អីទាំងអស់គាត់ថាពេលដែលខ្ញុំចូលផ្ទប់ទឹកហ្នឹងគឺខ្ញុំឃើញមនុស្សប្រុសដើរចូលខាងផ្ទប់ទឹកស្រីតែប៉ុណ្្នឹងឯងតែខ្ញុំនៅតែចូលនេះអត់ខ្វល់ទេខ្ញុំគិតថាថ្ងៃលោកគេច្រឡំតែអត់ទេមែននេះអត់មានជើងទេហ្នឹងយប់ទី1ហើយខ្ញុំក៏អត់ប្រាប់គ្រូសាខ្ញុំអត់ប្រាប់ក្មេងៗគ្នាខ្ញុំដែរនឹងចៃដន្យទៀតណាបងចាក់ស្ដាញ់គឺទៅតែ2គូឯងតែទៅដល់ក៏ត្រូវរើគ្នាទៅរាប់អានគ្នាទៅក៏បាន4គូទៀត8នាក់ទៀត ហើយចឹងបានតែ2នាក់នោះ2គូនោះ អត់ដែលស្គាល់គ្នាទេចាចៃដន្យ នៅចិត្តគ្នាអញ្ចឹង ចា និយាយទៅក៏ស្គាល់គ្នាជុំគ្នាបណ្ដោយទៅ ចា អូ អញ្ចឹងក៏គេស្រស់ស្រួលគ្នាស្អែកឡើងមកយប់ទៀតទេខ្ញុំថាអត់ទេខ្ញុំអត់ចង់ទេព្រោះស្អែកឡើងខ្ញុំចូលធ្វើការបើយើងគេមកយប់ទៀតខ្ញុំហត់ងើពីព្រលឹមទៅអញ្ចឹងណាតែយើងម្នាក់ឯងនិយាយអត់ឆ្នះគេ7នាក់ទេ បាទ អញ្ចឹងក៏ខ្ញុំអូខេទៅអូខេទៅជីទៅដំបងអត់អីទេព្រោះឲ្យដើររផ្លូវដើរអីចឹងយើងល្ងាចដែរយើងទិញម្ហូបទិញអីដើម្បីយកទៅញ៉ាំនៅនឹងទៀតចឹងណាបងពេលដែលជីចូលដល់ពឹបខ្ញុំលឺសលេងដូចខ្ញុំប្រាប់បងចឹងទី1មនុស្សស្រីក្រហមតែនេះមិនមែនមនុស្សស្រីទេមនុស្សប្រុសគ្រាន់តែលឺក្រហមពឹបខ្ញុំឃើញរូបរាងហ្មងមានស្នែងមៀតធំខ្មៅតែមិនដឹងថាជាសត្វកបីឬគឺសត្វតោឬគឺខ្លាខ្ញុំមិនដឹងតែតែមានស្នែងលើក្បាលអញ្ចឹងណា កម្ពស់ប្រហែលប្រហែលដែរ ជិត2ម៉ែត្រតែពួកគាត់អត់ឃើញទេ អឺមិនមែនកបីបងកបីអត់អាច2ម៉ែត្រ ហ្នឹងមិនខ្ញុំថាមិនមែនទេអត់របៀបដូចគេអ្នកកាន់នៅហ្នឹងអីមិនដឹងទេយើងអត់ដឹងទេណា ខ្ញុំយល់ បែរហ្នឹងក៏ហឹមមិនអញ្ចឹងហើយត្រំជើងរបៀបអញ្ចឹងរបៀបថាអត់ឲ្យដេកទេខ្ញុំអត់អីទេខ្ញុំគិតថាអត់អីឥឡូវយើងសែនទៅលែងអីណាក៏ពួកគាត់មកគូទេគាត់ឡើងទៅទិញអីវ៉ាវ៉ាន់អញ្ចឹងហ្គាសអីចឹងយើងត្រូវដូរញ៉ាំយប់ហ្នឹងអញ្ចឹងណាពួកគាត់បោះតង់បោះអីចឹងទៅខ្ញុំជំនាញមហូបទៅណាគេឲ្យខ្ញុំធ្វើដែរអញ្ចឹងខ្ញុំក៏ចោះទៅលាងសាច់លាងអីចឹងពួកគាត់អត់ដួសទឹកឲ្យខ្ញុំទេពេលហ្នឹងនៅមាត់ទឹកហ៎បងអញ្ចឹងគ្រូសាខ្ញុំអីក៏រៀបតង់រៀបអីចឹងទៅមកគូទេគេរៀបតង់រៀបអីចឹងចែកទិសដៅគ្នាគេអញ្ចឹងណាអ្នកខ្លះថតរូបថតអីចឹងទៅខ្ញុំលាងអីឲ្យអស់ហើយដល់វគ្គលាងសាច់ដំបូងខ្ញុំលាងបន្លែអត់អីទេចោះទៅបន្តិចអត់អីខ្ញុំចូលលាងសាច់តែឲ្យទឹកថ្លាតិចណាយើងដួសមកដើម្បីវាថ្លាបន្តិចទៅចោះទៅពងអាលាងចិត្តហើយអីហ្នឹងណាបងសក់មនុស្សស្រីរបៀបយើងហែទឹកហ៎បងមិនដែលមកចិត្តអាឡែងសាច់ខ្ញុំហ្នឹងឃើញតែសក់អីអត់មានឃើញអីទេ យល់អារបៀបបោះសម័យឲ្យឃើញរបៀបថាបើសិនជាមនុស្សស្រីសក់វែងលឹបត្រឹមក្បាលទៅសក់អណ្ដែតអញ្ចឹង វែងខ្លាំងណាស់បងសក់ហ្នឹងប្រហែលជិត1ម៉ែត្រពីទឹកជ្រៅមកដល់កន្លែងស្ពានដែលគេទុកសម្រាប់យើងចោះមកបន្តិចហ្នឹងហើយខ្ញុំអត់ដែរដឹងថាប្រវត្តិនៅកន្លែងហ្នឹងយ៉ាងម៉េចយ៉ាងម៉ាអីគឺខ្ញុំអត់ដឹងទាំងអស់ហ្មងខ្ញុំសុំអត់ដឹងហ្មងព្រោះខ្ញុំអត់បានសួរនាំអ្នកទាំងអស់ហ្នឹងទេតែមកគូទៀតគេធ្លាប់ទៅអញ្ចឹងគេថាដែរអីទេតែខ្ញុំទៅវាអីខ្ញុំអត់មាត់ទេខ្ញុំឡើងមកលើវិញក៏ខ្ញុំអត់មាត់ទៀតតែពេលដែលខ្ញុំពងធ្វើម្ហូបនៅក្រហមដាក់ខ្ញុំអត់លែងហ្មងខ្ញុំប្រាប់ហ៎បងក្រហមហើយខ្ញុំដឹងកន្លែងដែលគាត់ពងតែនៅទៀតចំមុខតង់ដែលខ្ញុំបោះនឹងហ្មងគ្រូសាខ្ញុំនឹងគាត់ប៉ិនរើសពេកអញ្ចឹងអង្គុយញ៉ាំមុនញ៉ាំខ្ញុំប្រាប់ពួកគាត់របស់ដែលជ្រុះហាមរើស បាទ ខ្ញុំជ្រុះពងមាន់ពងទាអីចឹងខ្ញុំអត់រើសទេខ្ញុំសុកចិត្ត
ចោលនៅហ្នឹងហ្មងវាមិនបែកក៏ដោយព្រោះយើងស្ងោរពងទីញ៉ាំលេង បាទ ខ្ញុំអត់រើសអង្គុយញ៉ាំអីហើយអស់ខ្ញុំរៀបចំសែនអីហើយអស់អញ្ចឹងណាអត់តន់អីទៀតពួកគាត់នៅញ៉ាំអញ្ចឹងខ្ញុំសុំឈប់ញ៉ាំមុនគេធម្មតាអ្នកសុំសិលហ៎បងមុនថ្ងៃរះហើយអញ្ចឹងតែគេងើបមកគេដោះថ្មិញស្អាតបានគេសុំសិលបានជ្រះថ្លា បាទ អញ្ចឹងពេលយប់ក៏ដោយយើងដោះថ្មិញស្អាតរៀបចំខ្លួនស្អាតបាត់ចាំយើងថ្វាយគុំហ្នឹងក៏យើងជ្រះថ្លាដែរចិត្តស្មោះសរខ្ញុំដោះថ្មិញហើយក៏ខ្ញុំទៅសូត្រអត់ត្រូវទេខ្ញុំសូត្រមិនក៏អត់ត្រូវដែរសូត្រធម៌អត់ត្រូវខ្ញុំសុំថាខ្ញុំគ្រាន់តែមកស្នាក់អាស្រ័យទេខ្ញុំអត់មានបំណងអីមកបៀតបៀនអ្នកទេអញ្ចឹងខ្ញុំក៏សូត្រត្រូវហើយខ្ញុំសួរគ្រូសាស្ត្រខ្ញុំកេងក្បាលទៅខាងណាច្បាស់បើខ្ញុំសូត្រត្រូវអញ្ចឹងណាគាត់គេជាក់ស្ដែងខ្ញុំសូត្រឡើងចុងជើងគាត់ថាកេងក្បាលទៅខាងនោះវិញអញ្ចឹងខ្ញុំទៅសូត្រខាងនោះវិញបានត្រូវមែនអញ្ចឹងខ្ញុំសូត្រហើយក្នុងយប់ហ្នឹងនៅលឺទៀតលឺរហូតដល់ខ្ញុំជាមនុស្សអាឡែកស៊ីបរិយាកាសហ្មងតលីទីតែឥឡូវខ្ញុំបាត់ហើយខ្ញុំអត់មានអាឡែកស៊ីទៀតទេអញ្ចឹងខ្ញុំញ៉ាំខ្ញុំឆាប់គេងជាងគេខ្ញុំគេងទៅលឺសលេងដើរប៉ុន្តែខ្ញុំគិតថាមានពូសន្តិសុខមួយនៅនឹងអញ្ចឹងណាតែចេះស្ដែងមែនទេខ្ញុំលឺសលេងដល់ក៏ខ្ញុំអត់មាត់ប្រាប់ណាគេដែរព្រោះខ្ញុំខ្លាចគេផ្សេងខ្លាចតែបើគ្រូសាខ្ញុំក៏តែខ្ញុំអង្គុយសឡឹងទៅកន្លែងនឹងអត់ដាក់ភ្នែកក៏ដឹងហើយក៏ដឹងថាខ្ញុំឃើញស្អីហើយដឹងស្អីលឺអីមួយហើយគាត់ចាប់អារម្មណ៍យើងឡើងហ្នឹងណាញ៉ាំមាត់ទៀតដល់ពេលខ្ញុំចាប់ដើមគេងណាអាមួយហ្នឹងវាចូលគេងក្រោយគេទៅគោះតង់វិញហើយហៅអូនតែតែខ្ញុំមិនមែនសលេងខ្ញុំទេណាអត់សលេងខ្ញុំណាតែខ្ញុំគេងណាហ្មងគាត់ក៏ស្រែកសួរចែអីគេអូនចាច់ហៅអូនមែនអត់ទេអត់បានហៅទេពងគេងអោបគ្នាអត់មានបានអីណាទេអត់ដឹងទេព្រោះខ្ញុំខ្លាចហើយពេលហ្នឹងគឺខ្ញុំខ្លាចខ្ញុំតែខ្លាចគឺខ្ញុំត្បល់ហើយអត់គេងឃ្លៀអីថាអត់ទេចាបានហៅអូនឯងទេគេងទៅកុំសួរនាំច្រើនពេកខ្ញុំចង់និយាយថាអាពេលអញ្ចឹងគឺគេឲ្យសួរគ្នាទេគេងទៅហ្នឹងរឿងហ្នឹងឲ្យតែពេលហើយក៏ស្អែកឡើងងើបមកម៉ោង3ខ្ញុំនិយាយត្រង់ហ៎បងខ្ញុំអត់ហ៊ានកលេចមើលជុំវិញហ្នឹងទេខ្ញុំរើតង់ឡើងខុសតង់ឡើងគាត់ស្ដីខ្ញុំបោះតង់មកជីវិតឥឡូវហើយរើតង់ខុសមានន័យយ៉ាងម៉េចទេបង ខ្ញុំច្រឡំរើពីណាទៅណាមុននេះខ្ញុំភ្លេចបាត់ហើយដល់ពេលអញ្ចឹងទៅគាត់ថាខ្ញុំអត់មាត់ទេព្រោះអីមនុស្សខ្លាចអីហ្នឹងខ្ញុំខ្លាចបំផុតគឺសលេងគេស្លុតហ្នឹងហ្មងនៅតែស្លុតតាមមើលយើងភ្នែកក្រហមឃើញតែភ្នែកក្រហមឯងមានធំឯងតែអត់ឃើញអីអញ្ចឹងពេលជិះម៉ូតូមកវិញអញ្ចឹងយើងងើបតាំងម៉ោង3អញ្ចឹងម៉ោង4ហ្មងវានៅស្ងាត់ទៅម៉ោង4ទៀតភ្លឺបកែងើបណោះនិយាយទៅខ្ញុំស្ដាច់ហ្មងរឿងអាដើរលេងមួយហ្នឹងលឿនហ្មងហើយគេងយប់ទៀតខ្ញុំគេងយប់ដល់ពេលអញ្ចឹងខ្ញុំងើបមកនៅព្រឺឆ្អឹងខ្នងអត់បាត់រហូតដល់តែយើងចេញផុតពីតំបន់ហ្នឹងមកដល់ផ្លូវជាតិបានខ្ញុំបាត់ព្រឺហើយខ្ញុំក៏យករឿងហ្នឹងមកសួរអ្នកចាស់ពីមុនណាចេះអ៊ំខ្ញុំមានអារម្មណ៍ថាគិរីរុំតំបន់អាគមបាទអាគមខ្លាំងខ្ញុំមានអារម្មណ៍អញ្ចឹងហ្មងព្រឺសបល់ខ្ញុំថាអត់បានទេនឹងដូចទុកចិត្តអត់បានហ្មងខ្ញុំនិយាយអញ្ចឹងខ្ញុំទុកចិត្តអត់បានទេខ្ញុំនិយាយប្រាប់គាត់គាត់ថាអីចាំមីអូនអាចដឹងទេចាខ្ញុំមិនដឹងខ្ញុំគ្មានសកលក្រោយគាត់ថាតំបន់ហ្នឹងនិយាយអីអត់បានទេហ្នឹងគាត់និយាយរឿងហ្នឹងមួយពេលដែលខ្ញុំកាលហ្នឹងខ្ញុំធ្វើទៅកឋិនជាមួយនឹងក្រុមគ្រូវត្តចាស់នៅគិរីរំបងហ្នឹងចាប់តាមហឹមខ្ញុំថាខ្ញុំព្រឺសវល់ចេញមកផ្លូវជាតិហ្នឹងណាខ្ញុំទៅសួរចាស់អញ្ចឹងខ្ញុំផ្ដើមពីកន្លែងហ្នឹងវិញខ្ញុំធ្លាប់ទៅមុនខ្ញុំស្គាល់គ្រូសាខ្ញុំទៀតនៅវត្តចាស់ហ្នឹងចុះទៅក្រោមតិចมันមានស្រះគេថតបត់ពេលវេលាមិនស័ក្តិសមមួយទេបងហើយมันមានអូទឹកធ្លាក់មួយមានកញ្ចក់ណាបាទហើយហ្នឹងមិនអត់កាលហ្នឹងខ្ញុំអត់តន់ចេះពាក់អីចឹងឯងដូចជាឆ្នាំ2018 19អត់មានសេវាឯងខ្ញុំលឺសឹកច្បាស់ណាស់គឺមនុស្សហៅខ្ញុំឲ្យទៅមាត់ទឹកហ្នឹងហើយគេដើររកខ្ញុំពេញហ្នឹងគេស្រែកថាម៉េចទៅមកនេះស្អាតតែមកនេះមកជាសំឡេងដែលយើងស្គាល់អត់ស្គាល់សោះប៉ុន្តែពេលនោះស្លងមែនរហូតដល់គេមករកខ្ញុំឃើញថាមិនមកនៅនឹងម្នាក់ឯងមាត់ទឹកចឹងហើយបានយើងថតរូបលេងទៅខ្ញុំភ្លេចបាត់ភ្លេចអាសលេងហ្នឹងហ្មងហើយខ្ញុំធ្លាប់ប្រាប់គ្រូសាស្ត្រខ្ញុំដែរថាខ្ញុំធ្លាប់ទៅគិរីរំបានតែម្ដង
ហើយម្ដងហ្នឹងបង ចាម្ដងហ្នឹងឮសលេងហ្នឹងតែខ្ញុំអត់បានប្រាប់គាត់ថាឮសលេងទេតែបើខ្ញុំក្រោយមកទៀតមកក៏ខ្ញុំអត់ដែរទៅដែរព្រោះខ្ញុំអត់សូវមានពេលវេលាខ្ញុំធ្វើការខ្ញុំរវល់ បាទ ចាហ្នឹងតែម្ដង ហើយចុះចាស់មានប្រសាសន៍ថាម៉េចទៅ អត់ខ្ញុំអត់បានប្រាប់គាត់ហងខ្ញុំអត់និយាយអីទាំងអស់ហ្មងដូចរបៀបថាប៉ុនយើងមកធ្វើប៉ុនវាដាស់មកវិញអញ្ចឹងណា ប៉ុន្តែមុនហ្នឹងបងមានប្រសាសន៍ថាចុះមកដល់ផ្លូវជាតិជួបចាស់ហើយទៅបន្សួរថាកន្លែងហ្នឹងដូចជាមានអាគមឲ្យចាស់ ចា ជំរាបទៅបងថាអូនឯងអត់ដឹងទេពេលហ្នឹងគាត់និយាយថាម៉េចទៅ គាត់ថាអញ្ចឹងគាត់ប្រាប់ខ្ញុំគាត់ថាគាត់ធ្លាប់ទិញដីនៅហ្នឹងតែដីហ្នឹងគាត់លក់អត់ចេញទេគាត់ពាត់រវងទុកហើយក៏គាត់ដែរទៅលេងអីអញ្ចឹងណាគាត់ថាតំបន់ហ្នឹងតំបន់មិនត្រឹមតែអាគមទេគាត់ថារបៀបដូចជាជំនាន់មុនហ្នឹងគេទៅអ្នកសាច់ចាំងអ្នកអីទៅសុំអីចឹងណាបងរៀនមុនអាគមរៀនអីអញ្ចឹងគឺទៅនឹងដែរតំបន់ហ្នឹងគឺព្រៃស្ដុកទៅមកលើឯងគេឆ្កាអស់ច្រើនអញ្ចឹងណា បាទ គាត់ប្រាប់ខ្ញុំអញ្ចឹងថានៅហ្នឹងអត់បានទេណានិយាយអីខុសតិចតួចអីអត់បានមើលជំនាន់មុនដើរអំវិញទៀតគាត់ថាឃើញការីរុំទូចអញ្ចឹងឯណាអំវិញគាត់ប្រាប់ខ្ញុំអញ្ចឹងណា បាទ គាត់ថាកុំញ៉ៃញ៉ៃថាអូអញ្ចឹងត្រូវអ៊ំខ្ញុំស្រួលខ្ញុំទៅតំបន់គេអញ្ចឹង បាទអេប្រតិស័យរឿងល្អអេពីសូតមុនក៏ខ្ទង់អញ្ចឹងដែរអេពីសូតមុនបងមួយណាបើយើងបកទៅចំណុចអ្វីដែលបងបានឃើញអ្វីដែលបងគាត់ឃើញតាក់ទិនជាមួយនឹងអាមនុស្សដែលមានកម្ពស់2ម៉ែត្រហាក់ដូចជាមានស្នែងដោះចេញមកវិញ ចា ហើយនឹងផ្នែកក្រហមមក ចា អានេះដោយសារតែខ្ញុំស្ដាប់ច្រើនណាខ្ញុំស្ដាប់ច្រើននេះព្រះអង្គច័ន្ទមនី ចា បងខ្ញុំបានស្ដាប់វីដេអូរបស់លោកទេសច្រើនណាដល់អាវ៉ាតច្រើនព្រានណា ចា លោកថាពេលលោកដើរទៅទុដងក្នុងព្រៃអីចឹងហ៎ ចា ហើយលោកបានឃើញលំថ្មម្ដុំនៅពេលដែលលោកគិតថាអូលោកសមាធិនៅនឹងឬអង្គុយគង់សម្រាប់នៅនឹងជាដើមឡាក់ស្រាប់តែមានអមនុស្សធំឲ្យដោះស្នែងទៀតនិយាយទៅក្នុងលំនាំអ្វីដែលបងមានប្រសាសន៍ហ្នឹងណា ចា លោកមានសង្កេតការថាអមនុស្សប្រភេទនេះគឺជាអមនុស្សដែលមានអាយុកាលរាប់យូរសឹងតែអ្នកខ្លះមុនសម័យព្រះត្រាស់ដឹងទៀតអញ្ចឹងយូរខ្លាំងមែនតើរហូតដល់ដោះស្នែងវាអត់ខុសអីនឹងជ្រូកព្រៃចាស់ដែលដោះចែវាដូចគ្នាចឹង ចា នឹងឯដោះខ្នាយទេគឺដូចគ្នាអញ្ចឹង ចា អញ្ចឹងស្នែងនេះបញ្ជាក់ពីអាយុ ចា បញ្ជាក់អំពីរដ្ឋអំណាចដែលគួរនិយាយថាបើសិនជាយើងសូត្របល័យល្មមគេក៏ចេះដែរ ចា ហើយអត់ខ្លាចទេ ចាអញ្ចឹងមកខ្ញុំថាពេលដែលខ្ញុំសុំសូត្រធម៌ បាទ សុំស្ដីសុខសូត្រខុសទិសអត់ត្រូវសូត្រត្រូវទិសបានត្រូវ បាទ ហ្នឹងកន្លែងហ្នឹង បាទពួកដោយសារតែចេះពួកគាត់កើតមុនព្រះទៀត ចា មកចាំទីកន្លែងហ្នឹងមុនព្រះត្រាស់ដឹងទៀតយើងសម័យថាប្រហែលពាន់ឆ្នាំ ចា នៃគ្រិស្តសករាជហើយប្រហែលពាន់ឆ្នាំនៃពុទ្ធសករាជវាយូរខ្លាំងមែនតើណា ចា អញ្ចឹងបានន័យថាអ្វីដែលយើងដឹងអំពីព្រះដឹងពីព្រះពុទ្ធអីតាមគម្ពីរបៃដក ចា តាមប្រជាជនគ្រប់អង្គទេស ចា ឡើងណា ចា តែនោះគេតន់ហ្មង ចាខ្ញុំគិតថាអញ្ចឹងបើតាខ្ញុំគិតណា បាទ គាត់ប្រហែលជាមិនដេញកំអាលឲ្យខ្លាចទេអាចថាបើសិនជាខ្ញុំនៅហ្នឹងខ្ញុំអាចនឹងលងទឹកស្លាប់បងជឿអត់ព្រោះឯងខ្ញុំមិនឃើញសក់ បាទ បើសិនជាពេលហ្នឹងខ្ញុំអត់មានញៀនថារត់ឡើងលើលឿនណាខ្ញុំតានីគេអូសខ្ញុំធ្លាក់ទឹកហើយ បាទ ព្រោះខ្ញុំអត់ចេះហែលទឹកទេ គេមកដល់ហើយហ្នឹង ចាព្រោះចំណោមគ្នា8នាក់គឺខ្ញុំអត់ចេះហែលទឹកទេអត់ខ្ញុំម្នាក់គេចេះហែលទឹកទាំងអស់ហើយមានអ្នកដឹងទេខ្ញុំអត់ហ៊ានមាត់ទេព្រោះធម្មតាតែយើងធ្វើឲ្យគេដឹងគេហត់តែធ្វើ បាទ អញ្ចឹងសោកចិត្តមិនបាច់និយាយ បាទយល់ ស្ងាត់ល្អជាង ពេលខ្លះវាមិនមែនអាមនុស្សពេលខ្លះគ្នាឯងហ្នឹងហ្មង ចា របៀបដឹងថាយើងអត់ចេះហែលទឹកចឹងហួយ ប្រឡាក់ លើរបៀបប្រឡាក់ចឹងណា ខ្ញុំ បាទ តំបន់ទឹកគឺខ្ញុំអត់ចង់ទៅទេខ្ញុំអត់ដែរចង់ទៅមកតំបន់ទឹក បាទ ហើយព្រៃភ្នំមួយទៀត ដូចគ្នា បងដឹងមិនហីកាពិតគ្រូសាខ្ញុំគាត់ជា tour guide ណា បាទ ប៉ុន្តែជឿថាខ្ញុំអត់ដែរឡើងភ្នំមួយគាត់ទេគេអត់ជឿខ្ញុំទេណាខ្ញុំចង់បញ្ជាក់ប្រាប់ថាចេះមិនមែនខ្ញុំអត់ចង់ទៅទេប៉ុន្តែញៀនខ្ញុំថាបើខ្ញុំទៅគឺខ្ញុំឃើញហើយច្រើនទៀត បាទ ជាក់ស្ដែងគឺអត់ទៅដាច់ខាត បាទ សូម្បីតែខ្ញុំទៅលេងសាប៉ាក៏ខ្ញុំឃើញក៏ខ្ញុំដឹងសម្រាប់តែនៅក្នុងស្រុកទៀត សប៉ាមិនទៅមកប្រហើបតិចមើល ចាំមើលខ្ញុំ
ពេលមុនឡើងយន្តហោះហ៎បងខ្ញុំលេងសាកលនេះតែមិនខ្សែហ្នឹងឯណាដាច់ជាពីរហ្មងខ្សែកខ្ញុំដាច់ជាពីរហ្មងណាប៉ុន្តែខ្ញុំនៅតែយកទៅតាមតែពេលជាយន្តហោះអត់មានបញ្ហាអីទេគាត់ក៏កក់សន្តាគារហ្នឹងពួកខ្ញុំ booking មុនកន្លះខែអំឡុងពេលចូលឆ្នាំខ្មែរ2025ឡើយនេះទេ ថ្មីហ្នឹងណោះ ចាថ្មីទេអញ្ចឹងសាប់តាទៅដល់សាប៉ាធម្មតាយើងចេញពីពេញទៅដល់ហាណូយម៉ោង 7:04 ល្ងាចអញ្ចឹងយើងចេញពីហាណូយទៅយើងត្រូវជិះឡានទៅដល់សាប៉ាទៀតដល់សាប៉ាម៉ោង 10 យប់ជាងដល់ម៉ោងមិន 10 យប់ស្រាប់តា check in បងនឹងបន្ទប់លេខម៉ែនអត់ 404 តាសួរខ្ញុំបន្ទប់លេខម៉ានបើមិន201ឬ404ខ្ទង់ប៉ុណ្្នឹងឯង ខ្ញុំហូចចិត្តថងថាបន្ទប់404គ្រូសាខ្ញុំតាំងថ្ងៃទី1ហ្មងលើអូតុកអូអីលើនឹកហ្មងខ្ញុំអត់អីទេប៉ុន្តែខ្ញុំអត់ប្រាប់គាត់ទេណាយូរស្អាតមែនហ្មងបើកភ្នែកមកភ្លឺឆ្វាច់សិតតែភ្នំស្អាត fresh ហ្មងណាប៉ុន្តែអាពេលដែលទៅហ្នឹងគឺខ្ញុំបានឃើញហើយតែខ្ញុំអត់មាត់នៅក្នុងចដាយន្តខ្ញុំអត់មាត់ទេ មិនទៅបងឃើញទៅ គេឈរតែគេបាយខ្នងហើយយើងជិះតែយើង2នាក់ទៅ ខ្ញុំស្អប់ជាងគេបំផុតគឺជាការលងបន្លាយក្នុងចរាយយន្តព្រោះអត់មានកន្លែងរត់ អត់មានទេបងពេលហ្នឹងខ្ញុំថាអូយអញហើយអញមិនចេះវៀតណាមគ្រូសាខ្ញុំគាត់ចេះខ្ញុំអត់ចេះទេខ្ញុំសូធរខ្ញុំអត់មាត់ទៀតដល់ពេលទៅដល់បន្ទប់ឃើញបន្ទប់404ខ្ញុំបាក់បណ្ដោយហើយខ្ញុំអត់មាត់ប្រាប់គាត់ទៀតចូលទៅហើយត្រឡប់ខ្ញុំអត់គោះទ្វារបងសុំសូត្រខ្ញុំប្រើតែមាត់ទេខ្ញុំអត់ដែរខ្ញុំស្ដាប់ពួកបងថាគោះទ្វារគោះអីចឹងណានឹងយើងខុសគ្នាចឹងខ្ញុំអត់ដែរគោះទេព្រោះខ្ញុំខ្លាចរំខានគេខ្ញុំគិតចឹងណាព្រោះតម្រាំខ្ញុំទៅដល់យប់មែនយប់ព្រោះឆ្ងាយសាប៉ានឹងជិះឡានក្រុងជិះអីវាកវៀនញ៉ៃបាទចឹងអត់អីក្នុងយប់ទី1ហ្នឹងខ្ញុំអត់មានលឺអីទេគាត់ខ្ញុំឃើញតែប៉ុណ្្នឹងឯងដើរលេងឆ្អែតអស់ហើយយប់ទី2បន្ទប់ទឹកហ្នឹងបងបើគ្រូសាខ្ញុំគាត់ធ្វើការព្រោះគាត់ថ្ងៃសម្រាប់ក៏ដោយក៏គាត់ធ្វើការដែរដល់កុំព្យូទ័រជាប់ដៃរហូតចឹងណាគាត់ទៅអង្គុយធ្វើការក្រៅហ្នឹងអត់មានអីទេនៅលើបន្ទប់ពួកខ្ញុំមានអារបៀបវេរ៉ង់ដាគេសម្រាប់អង្គុយលេងឈៀលអីចឹងណាបាទជាក់ស្ដែងគឺអត់មានឈៀលអត់មានភ្ញៀវទេអញ្ចឹងគាត់លឺសលេងអូកៅអីតែគាត់ទេហ្នឹងគាត់លឺចាក់ស្ដែងហ្មងអូកៅអីអូតុកអូអីឬរំរយហុកហែកខ្ញុំអត់លឺទេប៉ុន្តែក្នុងបន្ទប់ទឹកវិញខ្ញុំមួយទឹកហើយអស់ហើយគាត់ក៏មួយហើយដូចគ្នាទឹកធម្មតាមានការឈប់ហើយមានទឹកមួយទៀតហ្មងអាមួវែងមកខបាទក្បាលរមនីហ្នឹងបើកចាបើកចោលបងជឿអត់មានទឹកទេលឺសលេងអត់មានទឹកបាទហើយគាត់អឺតមើលគាត់ទៅអឺតមើលអត់មានទឹកទេគាត់រត់មកវិញគាត់មកគាត់ដេកអោបខ្ញុំគាត់ថាខ្ញុំថាចេះមិនបើកទឹកចោលចឹងតែពុតខ្ញុំចេះថាហ្នឹងខ្ញុំដឹងដែរតែខ្ញុំអត់ចង់ឲ្យគាត់ខ្លាចបើខ្ញុំធ្វើខ្លាចគាត់ខ្លាចហើយព្រោះបើអ្នកដែលឃើញវាខ្លាចហើយតែអ្នកមិនឃើញហ្នឹងជាងយើងទៀតបាទខ្ញុំអាចថាចេះមកពីគាត់នឹងលពិលលពូចអត់ចេះសុំអត់ចេះសូត្រអត់ចេះអីចឹងណាបងបាទចឹងទៅមានអីទៅយកទឹកភ្លាយណាគាត់ប្រាប់ចឹងគាត់ថាទៅយកទឹកភ្លាយទៅភ្លាយស្អីក្នុងចិត្តខ្ញុំមិនខ្ញុំមិនដឹងហីមកគេពងបើកមួយទឹកបងឯងឃើញហ្មងចាខ្ញុំអត់មាត់ទេក្នុងចិត្តខ្ញុំដល់ឥឡូវនេះក៏ខ្ញុំអត់និយាយប្រាប់គាត់ដែរមនុស្សស្រីបងឯងឃើញមនុស្សស្រីពងមួយទឹកក្នុងទឹកមួយទឹកអញ្ចឹងខ្ញុំអត់មាត់ប្រាប់គាត់ទេតាខ្ញុំចង់ប្រាប់គាត់ថាចេះខ្ញុំឃើញតាំងពីចូលមកដំបូងម៉េះប៉ុន្តែខ្ញុំអត់និយាយបងឯងឃើញនឹងភ្នែកហ្មងចាមនុស្សស្រីម្នាក់ហ្នឹងពងមួយទឹកក្នុងបន្ទប់ទឹកក្នុងបន្ទប់ទឹកព្រោះពេលខ្ញុំមួយទឹកហើយហ្នឹងគឺខ្ញុំចាប់ដាក់ដុតភ្លើងហើយមិនយល់អត់បាទគេនៅក្នុងហ្នឹងស្រាប់ហើយគេនៅក្នុងហ្នឹងមួយយើងហ្មងប៉ុន្តែដោយសារអាចថាយើងបនដែរយើងចេះសូត្រធម៌ចេះអីចឹងណាខ្ញុំចេះធម៌ការពារច្រើនដែរចឹងខ្ញុំគិតខ្ញុំនៅតែនិយាយពាក្យដដែលខ្ញុំថាមានអីខ្លាំងជាងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយនឹងគុណម៉ែឪទេហើយខ្ញុំមកលេងខ្ញុំមកកំសាន្តទេខ្ញុំអត់មានមកបៀតបៀនអ្នកឯងទេអាចថាជានាងអីនៅនឹងចឹងណាខ្ញុំចេះថាចេះអញមកគេមកឆ្លោះគ្នាមួយនឹងនិយាយគ្នាមិនមួយវៀតណាមមួយខ្មែរនេះ
ខ្ញុំនិយាយចឹងហើយគាត់ដល់ស្អែកឡើងយើងឡើងមកខ្មែរវិញមិនគាត់ប្រាប់ខ្ញុំថាខ្ញុំដឹងទៅតែខ្ញុំមិនមាត់ព្រោះអីអ្នកដែលគេឃើញគេអត់ដែរនិយាយទេភ្លាមៗគឺគេមិននិយាយហ្មង បាទ ហ្នឹងទៅវៀតណាម បាទ ហើយខ្ញុំធ្លាប់ទៅផ្ទះទី2ទៀតបងបើខ្ញុំប្រហើបផ្ទះសនៈហ្នឹងគឺស្គាល់ហ្មង DD House គាត់ហៅគេមកដល់ DD House មក ចា ហៅតែមក ខ្ញុំទៅហ្នឹង មិត្តភក្តិខ្ញុំក៏ជួបច្រើនដែរនៅ DD House ហ្នឹង ដាក់ខ្ញុំបន្ទប់ក្រោយគេហ្មង ខ្ញុំចង់លើពីបងវិញ ចាបន្ទប់ក្រោយគេជាប់ដើមពោធម្មតាយើង និយាយទៅអាកាសអំណោយផលហ្មង ចាគឺវាត្រូវឲ្យយើងឃើញចឹងហ្មងគឺវាត្រូវតែចឹងបន្ទប់ក្រោយគេហ្នឹងក្បែរដើមពោយប់ឡើងខ្ញុំបើកមកដើមពោចេញមកអញ្ចេះ អូវា មេឃវា មកមេឃចូល ចាមេឃវាចេញមកហើយយើងមើលឃើញផ្សារបតុងណាហ្មង បាទ មើលឃើញអាសាគេលក់កៅអៅហ្នឹងណាចឹងអត់តាន់អីទេយើងដើរលេងសិនទៅ Big C ទៅអីចឹងណាវាគ្មានស្អីអស្ចារ្យទេនៅហ្នឹងនិយាយមកញ៉ៃញ៉ៃតែពេលហ្នឹងយើងទៅត្រូវទៅពេទ្យសាច់ញៀនត្រូវទៅពេទ្យចឹងណាហើយបានជួបពេទ្យទេណាបងនិយាយមែនតាមពិតទៅរបៀបវាហេតុតែត្រូវឲ្យយើងនាំជួបថាសយមកពីអញ្ចឹងណាអត់ជួបពេទ្យអត់បានមើលជំងឺទេដល់ពេលអញ្ចឹងទៅអត់តាន់អីទេដើរលេងប្អូនចដូនមួយខ្ញុំហ្នឹង ពេលហ្នឹងក្នុងអំឡុងឆ្នាំម៉ាដែរបង 2019ខែ6ទៀត អញ្ចឹងទៅក៏គេដើរលេងហើយខ្ញុំមកវិញគេអញ្ចឹងគេនៅដើរលេងតទៀតពីរអ្នកអញ្ចឹងណាមួយកាយអ្នកបកប្រែយើងហ្នឹងព្រោះយើងត្រូវទៅពេទ្យហ្មងអញ្ចឹងគេដើរលេងទៅដល់ម៉ោង 2:10 យប់ជាក់ស្ដែងណាពួកគាត់អត់តន់មកទេម៉ោង 2 យប់បានគាត់មកខ្ញុំគេគោះទ្វារហៅខ្ញុំថាបងបើកទ្វារបើកឃើញគាត់ច្បាស់ណាហ្មង2នាក់កាយដើរចូលបន្ទប់ខ្ញុំអ្នកងើបបើកទ្វារសប្តាហ៍ម៉ោង 2 មកម្ដងទៀតមែនតែនមនុស្សមកមែនតែនហើយពេលគេអញ្ចឹងឮសលេងដូចយើងកូនក្មេងលេងឃ្លីហ្មងធ្លាក់ភ្លឺទឹកចូលមួយទឹកឮសលេងអត់ទៅហើម ពីក្រោយជាងក ចានឹង DD House តែលេខ 2 ប៉ុន្តែនៅត្រង់ចំណុចសាប៉ាដែលបងមានប្រសាសន៍មកធ្វើឲ្យខ្ញុំកាន់តែយល់ណារវាងភ្នែកដែលមើលឃើញនិងភ្នែកដែលមើលមិនឃើញតែលោកបែបសម្លេងមានបងប្អូនជាច្រើនដែលគាត់ទៅនៅឧទាហរណ៍ផ្ទះសនៈអូតែលនៅតំបន់នេះតំបន់នោះប្រទេសនេះប្រទេសនោះពេលខ្លះឬសូរចាក់ទឹកប្រគុណ ចា លោកគាត់ នឹងផងចា ប៉ុន្តែដល់ពេលអ្នកយើងរត់ទៅមើលវាទឹកប្រគុណអត់បានកាច់ទេតែសម្រាប់អ្នកមើលឃើញគឺម្នាក់នឹងកំពុងតែប្រើប្រគុណនឹងមែនតើ ចា អញ្ចឹងបានន័យថាចេះបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាបានលឺសំឡេងទឹកហូរទឹកអីហ្នឹងណាមិនមែនជាការលោមបន្លាចឲ្យលឺត្រឹមសំឡេងធៀបពិតគេកំពុងតែប្រើទឹកហ្នឹងមែន ចាតែនេះមិនមែនទឹកការឈូកទេណាហ្មងគេបើកអាទឹកហ្នឹងគេឆមុខទឹកហ្នឹងហ្មងគេបើកហូរគេមានចេតនាឲ្យយើងដឹង យល់ តែយើងវាអត់ខ្លាចធ្វើម៉េចអត់ទៅខ្ញុំទៅសាប៉ាហ្នឹងគឺខ្ញុំអត់ខ្លាចហ្មងអត់ដូច DD House គឺខ្ញុំគ្រាន់តែញៀនខ្ញុំចូលប៉ុបខ្ញុំថាអូអញយប់ហ្នឹងនឹងលេងខ្ញុំនិយាយចឹងហ្មងដឹងលេងហ៎យប់ហ្នឹងលេងអញហើយមែនលេងមែនខ្ញុំស្ដាយមែនតើហ្មងតែត្រង់ថាបើកទ្វារម៉ោង 2:10 ឃើញមនុស្សចូលហើយម៉ោង 2 មកម្ដងទៀតខ្ញុំអត់មកទេតមកបំពេញមកខ្មែរមកខ្ញុំនិយាយ បាទ ខ្ញុំសុខចិត្តស្ងាត់ដូចគេចុកចឹងអត់មកស្មីមើល ភ្នែកអ្នកមើលឃើញនិងភ្នែកអ្នកមើលមិនឃើញពិតជាខុសគ្នាកុំឲ្យខាត់ពេលវេលាយូរយើងចូលដល់សាច់រឿងចុងក្រោយ ចា របស់បង រឿងហ្នឹងពីសាច់ញាតិខ្ញុំដែរអញ្ចឹងខ្ញុំអត់បាននិយាយពីគាត់ស្លាប់ទេណាបងនិយាយពី7ថ្ងៃហើយហ្មងណាចន្លោះពី7ថ្ងៃហើយហ្នឹងណាផ្ទះដែលខ្ញុំរស់នៅហ្នឹងគឺជាន់ទី3រាល់យប់ម៉ោង 2:10 យប់គឺតែងតែឮសំឡេងធ្លាក់ប្រអប់អីមួយពីលើហ្នឹងមកប៉ករាល់យប់ចឹងអត់តន់អីទៀតរំលងបានយូរបន្តិចរហូតដល់ប៉ុន100ថ្ងៃហើយបាន3ថ្ងៃហ្នឹងជាក់ស្ដែងហ្មងព្រោះអ្នកតែខ្ញុំភិកច្រើនគឺគេងជុំគ្នាអញ្ចឹងណាមានអ្នកតែស្លាប់អីចឹងណាខ្លាចក្មេងៗខ្លាច បាទ ចាអញ្ចឹងគេងជុំគ្នាហើយខ្ញុំជាមនុស្សគេងយប់ខ្លាំងហ្មងតែថ្ងៃហ្នឹងខ្ញុំចាំម៉ោងច្បាស់គឺអត់ដល់ម៉ោង 2:10 យប់ទេម៉ោង 11:40 ខ្ញុំគ្រាន់តែមើលម៉ោងពុបនឹងគេងធម្មតា
មួយសង្ងំមួយដាក់ទៅភ្លឹងហ្មង បាទ តែខុសរាល់ដងខ្ញុំដាក់ទៅភ្លឹងត្រឹមម៉ោង 11:40 ហ្នឹងណាតែភ្នែកខ្ញុំនៅបើកជ្រឹមទៀតស្រាប់តែខ្ញុំឃើញគាត់ណាសាច់ញាតិខ្ញុំហ្នឹងណាមក4នាក់គាត់ឯកសណ្ឋានធម្មតាឯងតែ3នាក់ទៀតមិនមែនធម្មតាឯងស្លៀកក្បិនក្រហមមៀតធំធំចងក្បិនចងខ្សែក្រហមដៃខាងឆ្វេងហើយនឹងចងក្បាលក្រហម3នាក់របៀបបរិវារ បាទ ចាអញ្ចឹងមកដល់មុនគាត់ចង់មកដល់ទៀតខ្ញុំធំក្លិនស្អុយខ្លាំងមែនតែនហ្មងស្អុយដូចតែពេលដែលយើងនឹងកល់សពគាត់នៅក្នុងផ្ទះក្លិនហ្នឹងអញ្ចឹងណាខ្ញុំអត់ចាប់អារម្មណ៍ទេអញ្ចឹងខ្ញុំបើកភ្នែកជ្រឹមខ្ញុំអញ្ចឹងទៅគាត់ឈរចង់ជើងខ្ញុំឡើងមកយូរបានគាត់និយាយថាគាត់មានរឿងចង់និយាយប្រាប់មួយចង់ប្រាប់ទៅអ្នកផ្ទះម្នាក់ទៀតណាហើយទៅគាត់ចង់ចូលខ្ញុំគាត់សុំចូលបានអត់ខ្ញុំថាអត់ទេឲ្យចូលទេហើយពេលហ្នឹងសូត្រអស់ហើយមិនដឹងធေါ်អីគេយ៉ាងកេញហងស្អីហងទេវាហនស្អីអ្នកមកតសាក់ផងគ្រប់សពបែបយ៉ាងសូត្រហើយក៏នៅអត់បាត់ទៀតគាត់នៅព្យាយាមចូលខ្ញុំ អាការៈហ្នឹងមិនទៅបង ថប់ទៅហើមថប់ខ្លាំងមែនតើហ្មងដូចចង់ដាច់ខ្យល់អញ្ចឹងដូចរបៀបថាដូចគេកលុំភួយយើងហើយសកត់យើងមកតំហឹងហ្មងមិនមែនខ្មោចសកត់ទេណាខុសគ្នាមិនខ្មោចសកត់ទេសកត់មកតំហឹងខ្ញុំពិបាកមែនតើថាអូខ្ញុំក្នុងពេលហ្នឹងគឺខ្ញុំថាខ្ញុំដាច់ខ្យល់ហើយខ្ញុំទ្រាំអត់បានទេខ្ញុំព្យាយាមសូត្រផងអីផងខ្ញុំរើបារះផងរើអត់រួចទេតែនៅធៀបពិតអ្នកដែលនៅខាងក្រៅឃើញខ្ញុំរើមែនប៉ុន្តែគាត់អត់ចាប់អារម្មណ៍ហើយយើងដេកមកមើល បាទ ជាក់ស្ដែងខ្ញុំជាមនុស្សដេកមកមើល វិច័យដល់ដែរ ចាអូខ្ញុំដេកមកមើលសាហាវងើបអង្គុយច្អល់មុខអីក៏មានដែរ ខ្ញុំចង់ដើរលេងមួយបង តែពេលអញ្ចឹងទៅខ្ញុំថាខ្ញុំអត់ទេខ្ញុំមិនឲ្យចូលទេខ្ញុំបកែកញ៉ាំងហ្មងបកែកទៅបកែកមកគាត់ថាអត់ទេគាត់ចង់ចូលដាច់ខាតគាត់ត្រូវទៅប្រាប់រឿងមួយខ្ញុំថាអត់ទេខ្ញុំសុំបងខ្ញុំអត់មានកម្លាំងឲ្យចូលទេខ្ញុំនិយាយអញ្ចឹងណាខ្ញុំក៏យកដៃច្រានគាត់ចេះទប់អាដៃស្ដាំខ្ញុំហ្នឹងណាទប់ទៅទប់ឡើងមកយូរទម្រាំតែគាត់អូខេមិនអូខេសុំទៅអញ្ចឹងក៏បានដែរគាត់អត់ចូលទេប៉ុន្តែគាត់ចង់ផ្ដាំប្រាប់បន្តិចឲ្យប្រាប់គាត់ផងថាគាត់នឹកខ្លាំងណាស់តែប៉ុណ្្នឹងហើយក៏អត់តាន់បាត់រូបគាត់ដែរខ្ញុំក៏ងើបមកអង្គុយងើបមើលបាត់អស់លេងឃើញតែចុងជើងបន្តិចបាត់អស់លេងហ្មងខ្ញុំងើបអង្គុយមកផ្លែតណាខ្ញុំគេងទៅវិញតែស្អែកឡើងដៃខាងស្ដាំខ្ញុំកម្រើកអត់បានទេឈឺរហូតដល់កទៅថតមើលអត់មានអីទាំងអស់ហើយខ្ញុំប្រាប់គេក៏គេអត់ជឿខ្ញុំដែរដល់ឥឡូវហ្នឹងក៏ខ្ញុំលាក់រឿងហ្នឹងរហូតទៅខ្ញុំខ្ជិលនិយាយហ្មងហើយរឿងហ្នឹងថ្មីប្រហែលជា3ឆ្នាំ4ឆ្នាំទេ បាទ ហ្នឹងរឿងទី5 ហ្នឹងសាច់រឿងហ្នឹងប៉ុណ្ណឹងទេ ចាតែបន្តិចហ្នឹងទេគ្រាន់តែថាវាស្រស់ត្រង់ថាខ្ញុំឃើញ3នាក់ទៀតហ៎ 3នាក់ទៀតបងអាចប្រហែលបានទេ ជាយកមកបានមិនដឹងអីមិនដឹងខ្ញុំអត់ចេះហៅដែរណាបងឬគាត់មកគាត់ឈរឡើងកាអាងនៅចុងជើងខ្ញុំហ្នឹងហ្មង បងឃើញទាំងស្រុងឬក៏ជាសម្ោ ឃើញទាំងអស់ហ្មង មុខមាត់បែបណាបងអាចនិយាយភិនភាពបាន មុខមម បែបខ្មែរបុរាណឬមិន ខ្មែរបុរាណមមមានធំសបល់ស្ដេចបាយ សម្រាប់ឲ្យគាត់នេះ អូខ្មែរបែបខ្មែរអង្គរ ចាហើយនៅលើក្បាលគាត់ពួកគាត់ទាំង3នាក់ហ្នឹងចង កណាត់ក្រហម ដៃខាងឆ្វេងកណាត់ក្រហមហើយឈរពីក្រោយកពត់ដៃទៅក្រោយរបៀបដូចអង្គរៈដូចអ្នកការពារគាត់អញ្ចឹងណា បាទអាហ្នឹងបើយើងនិយាយអំពីអ្នកទោសវិញដែលយើងចំណាំមើលឃើញអ្នកទោសដើរមកតែតែមានប៉ូលីសឬក៏អ្នកយាមគុក3នាក់4នាក់អីចឹងនៅឈរពាត់ជំវិញក្នុងលំនាំហ្នឹងត្រូវហ៎បង ចាក្នុងលំនាំហ្នឹងបែបអញ្ចឹង សាច់ដុំធំអញ្ចឹងទៅ ចាសាច់ដុំអញ្ចឹងហើយបើនៅផ្ទះខ្ញុំបច្ចុប្បន្នវិញហ្នឹងផ្ទះខ្ញុំនៅហ្មងណាកាលហ្នឹងដូចជាមរេងគង់វាបងជឿដល់មកសកត់ហើយខ្ញុំភ្លេចដាក់ដល់ឥឡូវខ្ញុំភ្លេចទិញប្រហែលចូលចិត្ត6ខែខ្ញុំថាខ្ញុំនឹងទិញមរេងគង់វាដាក់ខ្ញុំនឹងទិញខ្ញុំភ្លេចរហូតភ្លេចដល់ឥឡូវបងមិនមួយមកចង់ជើងផងលើទ្រូងផងលើក្បាលផងមកសកត់ហ្មងសកត់ខ្ញុំហើយស្អាតហ្នឹងទុយប៉ុណ្នេះហេហៅម៉ាក់ពេញមាត់ហ្មងហើយខ្ញុំនេះអត់ទិញដាក់ឲ្យគេទេនៅតែអត់ទិញអញ្ចឹងដល់ឥឡូវហ្នឹងខ្ញុំយល់ ដល់ឥឡូវហ្នឹង ខ្ញុំយល់ ញ
ខ្ញុំថាចាំទិញផ្លិចរហូតដល់ឥឡូវហ្នឹងនៅតែផ្លិចគេទេ បាទចម្លែកត្រង់បងខ្ញុំបកទៅរឿងសាច់ញាតិរបស់បង ចា គាត់ចង់ចូលបងដើម្បីមានរឿងសំខាន់មួយចង់ប្រាប់ទៅបុគ្គលម្នាក់ទៀតដែលនៅ ចា ទៀមទាចូលបកាយគ្នាអស់មួយយប់ បកាយគ្នាខ្លាំងណាស់ពេលហ្នឹងសូត្រនិយាយទៅយូរដែរខ្ញុំងើបមើលម៉ោងចង់កន្លះម៉ោងណាដល់ម៉ោង 2:10 កន្លះខ្ញុំងើបអង្គុយហ្នឹងខ្ញុំងើបអង្គុយមើលម៉ោងតែអារម្មណ៍នៅផិតភ័យអារបៀបថាយើងភ័យចាដកដង្ហើមទៅមកដល់គ្នាមួយតែយើងទៅនិយាយព្រឹកឡើងយើងទៅនិយាយប្រាប់អ្នកផ្ទះគេអត់ជឿ ប៉ុន្តែចម្លែកចេះបកាយគ្នាអស់កន្លះម៉ោង1ម៉ោងថាខ្ញុំវាយឲ្យស្អុយថា1ម៉ោងចុះតែបងលើកដៃត្រឹមពាក្យមួយម៉ាត់ដែលឲ្យបងផ្ញើសារថាខ្ញុំនឹកណាស់តែប៉ុណ្្នឹងឯង ចាគាត់ថាបើអត់ឲ្យគាត់ចូលទេអញ្ចឹងជួយប្រាប់ផ្ដាំផ្ញើបន្តិចទៅថាគាត់នឹកណា តែប៉ុណ្្នឹងទេ ចាតែប៉ុណ្្នឹងឲ្យគាត់អញ្ចឹង ថ្ងៃចឹងចង់ចូលទៅ ចា ឃើញខ្ញុំ គាត់ បាច់ ទៅវិញអាចថាចេះបងបើសិនជាខ្ញុំឲ្យគាត់ចូលមានរឿងច្រើនត្រូវនិយាយគាត់ត្រូវនិយាយមួយគ្នាអញ្ចឹងណាតែទៅពេលកាត់អាចថាដល់ម៉ោងគេអញ្ចឹងណា បាទ គេមានពេលមានវេលាគេដែរអញ្ចឹងហើយខ្ញុំធ្លាប់ដឹងថាចេះឧទាហរណ៍ថាអ្នកដែលស្លាប់ទៅណាកូនចៅគេធ្វើបន់ដល់គេធូធាដែរអញ្ចឹងគេស្លាប់ទៅក៏គេមានបរិវារដែរ បាទយល់ ចាគេឡើងទៅថ្នាក់ទេវតាគេមានប្រពន្ធមានអីទៀតមាន បាទខ្ញុំយល់ មាន បាទ របៀបថាដល់ម៉ោងកំណត់គេដែលត្រូវទៅអញ្ចឹងណា បាទ ចា ព្រោះពេលដែលស្លាប់ហ្នឹងគឺគាត់ឆ្លោះគ្នាអត់ត្រូវគ្នាឯងម្នាក់នៅឆ្វេងម្នាក់នៅស្ដាំ អូ ចា វាអូយល់ហើយអញ្ចឹងមានន័យថាការគាត់នៅរស់គាត់ស្រឡាញ់តែគាត់ឆ្លោះ ឆ្លោះញុកណាស់ អញ្ចឹងបានតែស្លាប់ទៅដល់ពេលវេលាដែលគាត់ត្រូវឧទាហរណ៍ថាយោងជាតិកំណើតជាទេវតាឬក៏យោងជាតិកំណើតថ្មីឬក៏ទៅកាន់ទីកន្លែងមួយទៀតវាបាត់ពាក្យមួយម៉ាត់ហ្នឹង ចា អារបៀបថាអានេះខ្ញុំឧទាហរណ៍ណាថាបើសិនជាបងជាមួយខ្ញុំដៃគូគ្នាចោះអារបៀបថាបើសិនជាទៅបាត់ហើយរបៀបថាទោះយើងឆ្លោះគ្នាអូនបងសុំទោស ចា បងសុំទោស ចា បងស្រឡាញ់អូនឯងខ្លាំងមែនតើតែបងសុំទោសតែចឹងក្នុងលំនាំមួយហ្នឹង ចារបៀបអញ្ចឹងណាបងអារបៀបអញ្ចឹង អូចឹង បែប បាត់ អញ្ចឹងបើខ្ញុំគិតណានឹងខ្ញុំគិតទេណា របៀបថាចង់ចូលខ្លួនរបស់បងដើម្បីស្រាយគំនួចបុគ្គលម្នាក់ ប្ ទៀត រាប់ចាឲ្យទៅគាត់ចង់ទៅនិយាយជាមួយអស់ចិត្តអញ្ចឹងណា យល់ ពេលនៅរស់យើងឆ្លោះគ្នារហូតអីចឹងពេលស្លាប់ទៅអត់បាននិយាយពាក្យល្អមួយគ្នាអីចឹងណា យ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាមេរៀនមួយនេះជាមេរៀនដែលល្អបំផុត មួយម៉ាត់ហ្នឹងតបងប្រហើបបន្តិចហ្នឹងទៅខ្ញុំថាហ្នឹងហើយដែលខ្ញុំឃើញកំហុសជាច្រើនរបស់ប្រជាជនរបស់មនុស្សដែលនៅរស់ស្អប់ប៉ុន្តែខ្លាចអន់ ចា ខ្លាចអន់ខ្លាំងមែនទេ មែនបង មិនចង់និយាយជាមួយឯងមុនទេអញនិយាយជាមួយឯងមុនអញខ្សោយឧទាហរណ៍ក្នុងនាមជាឪពុកជាមួយនឹងកូនទៀតវាទៅរូបភាពអញឪរឿងអីអញត្រូវនិយាយមួយឯងមុនដល់ក្នុងរូបភាពកូនប៉ាឯងអត់ដឹងខ្លួនខុសទេប៉ាឯងผมនេះឧទាហរណ៍អញ្ចឹងប្តីប្រពន្ធក៏អញ្ចឹងដែរលាក់គំនួចមិត្តភ័ក្តិលាក់នឹងលាក់មានរឿងរ៉ាវជាច្រើនដែលនៅពេលដែលស្លាប់ហើយនៅតែមិនបានពោលពាក្យហ្នឹង មានច្រើនណាស់ បាទ ដូចខ្ញុំមុនសាច់រឿងខ្ញុំទី1អញ្ចឹងណាអត់ដែរនិយាយអូនបងទេនិយាយបានតែម្ដងគាត់ទៅបាត់ ហ្នឹងណាបងប្អូនពាក្យថាស្ដាយក្រោយស្ដាយនៅរឿងរ៉ាវដែលបានកើតខាងក្រោយហើយមិនមែនស្ដាយខាងមុខទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ពាក្យថាស្ដាយក្រោយឲ្យស៊ីជម្រៅ ចា កុំបង្កើតពាក្យថាស្ដាយក្រោយច្រើនខ្លាំងពេកបាទអ្វីដែលអាចធ្វើបានធ្វើទៅព្រោះយើងអត់ដឹងថាពេលណាដែលយើងទៅទេបាទ មែនបង បាទព្រោះជីវិតរបស់យើងនិយាយស្រួលស្ដាប់ទៅដូចជាគៀងអាលុតពេលណាក៏យើងអត់ដឹងបាទគួរនិយាយចឹង យើងលើកលែងបានយើងលើកលែងតែយើងស្ងាត់បានក៏ស្ងាត់ចឹងណាសម្រាប់ខ្ញុំដូចខ្ញុំចាត់ស្ដែងរងថ្ងៃចឹងគឺណាដែលខ្ញុំស្ងាត់បានគឺខ្ញុំអត់និយាយច្រើនសាំតប៉ែសួរនាំដេញដោឲ្យឆ្លោះគ្នាទេ បាទ គឺខ្ញុំសុខចិត្តជ្រើសរើសផ្លូវស្ងាត់ បាទ តិច នេះគឺជាវាគ្មិនសម្រាប់អេពីសូតទី9យ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសាច់រឿងរបស់គាត់គឺឆ្ងាញ់ហើយអរគុណមែនតើបងដែលទុកកិត្តិយសឲ្យកម្មវិធីជាអ្វីដែលបានចូលរួមហើយបន្ថែមពីលើនេះទៀតបើនិយាយសង្ខេបទៅហេតុអីបានគាត់ចេះធွာច្រើនដូចបងប្អូនបានចាប់មួយចំនួនហើយទី1គឺខាងលោកតារបស់គាត់លោកយាយរបស់គាត់បង្រៀនពីធွာតាំងពីក្មេង
តាំងពីគាត់នៅចេះអានចេះតែសេមកគឺបរៀនតមកបន្ថែមពីលើនេះទៀតគាត់ជាអ្នកកាន់សិលដែរណ៎បង ចាកាន់ បាទគាត់ជាអ្នកកាន់សិលគាត់ជាអ្នកដើរធម៌បើអត់ដឹងពាក្យថាដើរធម៌បែបណាទេសូមបងប្អូនសួរចាស់ទៅមិនគេហៅថាការដើរធម៌អញ្ចឹង ចា បងប្អូននឹងយល់ហើយអញ្ចឹងអត់មានអីចម្លែកដែលបងឃើញ មានពាក្យពេចន៍ចុងក្រោយ5ផ្ញើទៅប្រិយមិត្តទេ ខ្ញុំចង់ផ្ដាំផ្ញើថាមានពេលវេលាល្អមួយគ្នាធ្វើល្អមួយគ្នាទៅកុំឲ្យស្ដាយក្រោយហើយទីមួយទៀតគុណមេដាបៃតាការធ្វើបន់ធ្វើទៀនហុចផលឲ្យយើងមែនណាមិនអត់ហុចផលទេកាលណាដែលយើងធ្វើល្អច្រើនបន់នឹងទៀនចេញពីចិត្តជ្រះថ្លាបន់កសលហ្នឹងអត់មានបុគ្គលម្នាក់ហ្នឹងអ្នកធ្វើឲ្យយើងទេតែបុគ្គលផ្សេងនឹងតបស្នងឲ្យយើងវិញនៅថ្ងៃណាមួយ ត្រង់ចំណុចនេះមានប្រិយមិត្តមួយបាន comment នៅក្នុងវីដេអូណាមួយនោះកាលពីអតីតកាលបាទចេះបងខ្ញុំធ្វើបន់ឲ្យឧទ្ទិសអស់មកកំភ្លុងឯនេះដូចអត់ទាន់ឃើញបន់ហុចផលសោះបងមានការឆ្លើយតបទេ ខ្ញុំមានព្រោះអីខ្ញុំជួបជីវិតជាក់ស្ដែងហ្មងគឺខ្ញុំអត់ដែលសមប្រកបទេហើយពេលខ្លះក៏អត់មានដែលមានការលើកទឹកចិត្តការសរសើរអីដែរប៉ុន្តែខ្ញុំហ៊ាននិយាយចឹងហ្មងខ្ញុំជួបគ្រូសាខ្ញុំក្រោយនេះគឺគាត់ល្អដូចអ្វីដែលខ្ញុំបានធ្វើទៅអ្នកកន្លងហ្នឹងអញ្ចឹងខ្ញុំបានធ្វើទៅឲ្យអ្នកដែលមុនហ្នឹងគឺចេញពីចិត្តហ្មងខ្ញុំអត់ទើខ្ញុំសុំខ្ញុំបន់ខ្ញុំសងចុងក្រោយខ្ញុំបានជួបមែនដូចអ្វីដែលខ្ញុំសងអញ្ចឹងខ្ញុំជឿថាបន់ទាំងឡាយដែលយើងបានធ្វើបន្តធ្វើតទៀតទៅអ្នកហ្នឹងអត់ស្នងយើងទេតែអាចយើងជួបអ្នកផ្សេងនៅថ្ងៃណាមួយដែលល្អជាងនឹងទៀត បាទ បច្ចុប្បន្នខ្ញុំជួបខ្លួនឯងផ្ទាល់ហើយកុំចោលធ្វើទៅបននឹងទៀនអត់ខុសទេ បាទ តែត្រូវឲ្យចេញពីចិត្តណាថាបើយើងលះគឺយើងលះហ្មងថាយើងតិចគឺតិចបើថាយើងឈប់គុំគឺឈប់គុំហ្មង កុំឲ្យនិយាយឲ្យបាននិយាយ ចានិយាយទៅគុំថាអញនៅតែស្អប់អញនៅតែខឹងបើថាចិត្តស្អប់គឺស្អប់មិនបាច់និយាយបើថាឈប់គឺឈប់ហ្មងដូចខ្ញុំគាត់ថាខ្ញុំឈប់គឺឈប់ហ្មងខ្ញុំមិនរំលឹកហ្មង បាទ ហើយរាល់ថ្ងៃក៏ខ្ញុំនៅតែធ្វើដែរមិនថាសត្វមិនថាមនុស្សមិនថាអមនុស្សអីបើខ្ញុំបានធ្វើបុណ្យពីណាមកគឺខ្ញុំឧទ្ទិសហើយខ្ញុំតែងតែឧទ្ទិសអញ្ចឹងហើយកុំគិតថាវាអត់មានផលតបស្នងស្អីក៏ដោយថ្ងៃណាមួយគ្រាន់តែយូរបន្តិចតែបាបលឿន បាទ ជឿខ្ញុំបាបលឿនណាស់តែបើបុណ្យណាយូរមែនតែថ្ងៃណាមួយនឹងសងឲ្យយើងសមបំណងហ្មង នេះគឺជាពាក្យពេចន៍លើកទឹកចិត្តរបស់បងស្រីជូនទៅប្រិយមិត្តទាំងអស់គ្នាដែលមានគំនិតគំនួចឬក៏ធ្លាប់គិតថាធ្វើបុណ្យច្រើនហើយមិនក៏អត់សមប្រកបអញ្ចឹងគង់មានថ្ងៃណាមួយក្នុងពេលអនាគតដ៏ខ្លីឬក៏ក្នុងផ្លូវវែងបុណ្យទាំងឡាយដែលបងប្អូនបានសន្សំនឹងហុចផលយ៉ាងល្អប្រសើរបំផុតអញ្ចឹងណាបង មែនហ្មង អរគុណច្រើនណាស់បងពីកម្មវិធីពួកយើងមានតែ merchandise ជូនបងស្រី ចាអរគុណច្រើន អរគុណច្រើនមែនទែនសម្រាប់ពេលវេលាដ៏មានតម្លៃដែលចូលរួមកម្មវិធីជាអ្វីសង្ឃឹមថានៅ season ក្រោយបងនឹងមានវត្តមានបងសារជាថ្មីម្ដងទៀតបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅសាច់រឿងរបស់បងស្រីសូម comment ថាចូលចិត្តដាក់ rating ឲ្យផងកុំភ្លេច like កុំភ្លេច share នៅវីដេអូមួយនេះអរគុណមែនទែនសម្រាប់ការតាមដានទស្សនានៅ episode ទី9រយៈពេល7-2ម៉ោងនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តអ្វីដែលសំខាន់បើមិនជឿកុំប្រមាថចាត់ទុកថាជាការស្ដាប់កំសាន្តបែបសម្រាយទៅចោះគិតតែអញ្ចឹងប៉ុន្តែបើអ្នកជឿសាច់រឿងរបស់បងស្រីបង្កប់នៅអត្ថន័យជាច្រើននៅរឿងរ៉ាវជាច្រើនដែលបងប្អូនទាំងអស់គ្នាអាចវែកញែកជាចំណេះដឹងទៅតាមអ្វីដែលបងប្អូនទាំងអស់គ្នាយល់បានអញ្ចឹងណា ចា ពីពេលនេះយើងខ្ញុំទាំងពីរនាក់អរគុណជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយមួយទៀត Liên hỏi mente, nỉ nè, mì cổ gaga.